ភាគទី1ទូស្រីរបស់យើងមានឈ្មោះថាមីដូរីនាងគ្រាន់តែជាបុគ្គលិក office ធម្មតាម្នាក់ប៉ុណ្ណោះថ្ងៃនេះថ្នាក់លើបានបកគោលការងារឲ្យនាងធ្វើជាច្រើនដូច្នោះតតែយប់ទៅនាងមកដល់ផ្ទះប៉ុន្តែនៅពេលដែលទៅតែបិទទ្វារហើយឈានមួយជំហានចូលក្នុងផ្ទះប៉ុណ្ណោះនាងក៏មានអារម្មណ៍ថាវិលមុខឲ្យដួលចុះបាត់ដូច្នោះទៅតែអាយុ27ឆ្នាំប៉ុណ្ណោះទូស្រីក៏បានអតៈកំពុងតែយំស្ដាយក្រោយឲ្យជីវិតខ្លួនឯងស្រាប់តែព្រះក៏បានបង្ហាញមុខទ្រង់និយាយថាវាសនាមនុស្សបានចាស់ទុកហើយដូច្នោះការស្លាប់គឺមិនអាចគេចផុតបានទេប៉ុន្តែប្រសិនជាមីដូរីព្រមជួយទ្រង់រឿងមួយទ្រង់នឹងផ្លាស់ប្ដូរការស្លាប់របស់នាងនៅពិភពមួយដែលមានឈ្មោះថា Asdilon អំបូរមនុស្សកំពុងតែធ្វើការគ្រប់គ្រងយ៉ាងខុសខើទៅលើអំបូរដទៃដូច្នោះព្រះក៏ចង់ឲ្យទូស្រីទៅសង្កេតមើលថាតើមនុស្សនៅពិភពលោកនោះគួរតែត្រូវកម្ចាត់ចោលឬក៏អត់ប្រសិនជានាងយកព្រមព្រះនឹងឲ្យនាងទៅចាប់ជាតិនៅពិភពលោកនោះភ្លាមមិនតែប៉ុណ្ណោះនៅប្រទានឲ្យនាងសមត្ថភាពពិសេសមួយទៀតលេងចឹងមីដូរីក៏បាននិយាយថានាងពិតជាចូលចិត្តសត្វចិញ្ចឹមជាពិសេសគឺអង្អែលរោមដ៏ទន់របស់ពួកវាប៉ុន្តែឲ្យតែពេលណានាងទៅចិត្តដឹងតែពួកវារត់ទាំងអស់ក្រោយពេលស្ដាប់ហើយព្រះក៏បានប្រទានឲ្យនាងនៅស្គីពិសេសមួយគឺធ្វើឲ្យសត្វទាំងអស់នៅក្នុងពិភពលោកនោះចូលចិត្តនាងក្រោយពេលនិយាយចប់ព្រះក៏បានបញ្ជូននាងទៅចាប់ជាតិក្នុងជីវិតថ្មីនាងមានឈ្មោះថា Nefertima គឺជាកូនស្រីពៅក្នុងគ្រួសារអភិជន Ospi ឈ្មោះរបស់នាងរៀងវែងដូច្នោះអ្នកទាំងគ្នាចូលចិត្តហៅនាងថា Nema ឪពុករបស់តួស្រីគឺជាមនុស្សល្អហើយម្ដាយរបស់នាងវិញពិតជាស្រស់ស្អាតព្រោះតែជាកូនពៅដូច្នោះនាងទទួលបានការស្រឡាញ់ពីឪពុកម្ដាយយ៉ាងខ្លាំងហើយបងប្រុសរបស់នាងមានឈ្មោះថា Raf ជាមួយបងស្រីឈ្មោះថា Kana ក៏ស្រឡាញ់នាងដែរចុងក្រោយគេគឺឆ្កែរបស់នាងមានឈ្មោះថា Dee វាតែងតែបង្ហាញមុខការពារនាងគ្រប់ពេលព្រោះតែបានព្រះប្រទានស្គីពិសេសមួយនោះដូច្នោះនាងអាចនិយាយនឹងលេងជាមួយសត្វជាច្រើនមួយសន្ទុះក្រោយមកម្ដាយរបស់នាងមានការងារត្រូវចូលកព្រះអង្គនៅក្នុងរាជវាំងដូច្នោះក៏បាននាំនេម៉ាតាមលើកទី1បានចេញទៅក្រៅដូច្នោះនេម៉ាពិតជារំភើបចិត្តសង្កេតមើលតាមផ្លូវនាងចាប់អារម្មណ៍ថាប្រជាជននៅទីនេះពិតជាសប្បាយហើយរស់រាយវាមិនដូចទៅនឹងព្រះបាននិយាយនោះទេថាមនុស្សនៅពិភពលោកនេះបានធ្វើបាបទៅលើអំបូរដទៃពេលទៅដល់រាជវាំងម្ដាយក៏បានដាក់វេទមន្តការពារលើខ្លួននេម៉ាហើយប្រាប់នាងអង្គុយស្ងៀមនៅទីនេះប៉ុន្តែអង្គុយនៅទីនេះរហូតក៏វាធុញដែរដូច្នោះនាងក៏បានលួចបោកបង្អួចរត់ចេញទៅក្រៅលេងជាមួយសត្វពេលនៅក្នុងគុម្ពព្រៃយើងបានមើលឃើញកែវភ្នែករបស់សត្វសាហាវមួយធ្វើឲ្យសត្វដទៃទៀតបានរត់ទាំងអស់ហើយសត្វមនុស្សក៏បានដើរទៅជិតនេម៉ាការពិតនោះគឺជាខ្លាសដែលមានកែវភ្នែកស្រស់ស្អាតមួយក្បាលផ្ទុយពីការភ័យខ្លាចទូស្រីបែរជាមានអារម្មណ៍ថាពិតជារំភើបចិត្តព្រោះអីខ្លាមួយនេះមានរោមពិតជាទន់មិនគិតច្រើននេះក៏បានហោះទៅអោបខ្លាសយកហ្មងហើយខ្លាសមួយក្បាលនោះហាក់បីក៏ចូលចិត្តនេម៉ាដែរដូច្នោះវាក៏បានអង្គុយចុះដើម្បីឲ្យនាងឡើងជិះក្នុងពេលដែលកំពុងតែជិះខ្លាមើលជុំវិញសួនច្បារស្រាប់តែមានបុរសសក់ខៀវម្នាក់អង្គុយលើដើមឈើបាននិយាយថាខ្លាសមួយក្បាលនេះមានឈ្មោះថាឡាត្បិតតែមើលទៅវាពិតជាស្លូតប៉ុន្តែនៅជាបិសាចដូច្នោះអង្គុយលើវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់និយាយចប់គេក៏បានលើកនេម៉ាចេញពីខ្នងរបស់ខ្លាធ្វើឲ្យនាងបានស្រែកយ៉ាងលឺពេញនឹងឃើញដូច្នោះឡាក៏បានយកនេម៉ាចេញពីដៃរបស់បុរសម្នាក់នោះដាក់ចុះទៅលើដីយ៉ាងថ្នមថ្នមឃើញចឹងបុរសសក់ខៀវក៏រៀងភ្ញាក់ផ្អើលព្រោះមិនដែលឃើញឡាស្និទ្ធស្នាលជាមួយមនុស្សបែបនេះទេបុរសនោះក៏បានសួរថាតើឪពុកម្ដាយរបស់នាងនៅទីណាបាច់ជាទុកឲ្យនាងចូលកន្លែងគ្រោះថ្នាក់បែបនេះទៅវិញឮដូច្នោះទូស្រីក៏បានណែនាំខ្លួនឯងគឺជាកូនស្រីពៅរបស់គ្រួសារ Ospi ឆ្នាំនេះអាយុ3ឆ្នាំហើយនាងមកទីនេះជាមួយនឹងម្ដាយរបស់ខ្លួនឮដូច្នោះបុរសនោះក៏បាននាំនាងចូលទៅក្នុងដើម្បីជួបនឹងឪពុកឃើញកូនស្រីលោកឪពុកពិតជាភ្ញាក់ផ្អើលហើយសួរថាមិនក៏កូនស្រីរបស់ខ្លួននៅទីនេះទៅវិញបុរសសក់ខៀវក៏បាននិយាយថាប្រហែលជានាងមកវិញនៅក្នុងសួនដូច្នោះក៏បាននាំនាងមកទីនេះឮដូច្នោះនេម៉ាក៏បានបញ្ញាបកស្រាយថានាងមកទីនេះជាមួយម្ដាយហើយអង្គុយនៅក្នុងធុញពេកដូច្នោះក៏បានរត់ចេញទៅក្រៅលេងហើយជួបជាមួយខ្លាសក្រោយពេលដឹងរឿងគ្រប់យ៉ាងហើយលោកឪពុកក៏បានអរគុណព្រះរាជបុត្រនៅពេលដែលបានការពារកូនស្រីរបស់គាត់ឮដូច្នោះនេម៉ាពិតជាភ្ញាក់ផ្អើលនៅពេលដែលដឹងថាបុរសសក់ខៀវម្នាក់នេះគឺជាព្រះរាជបុត្រហើយបុរសដែលឈ្មោះថា Goldie កំពុងធ្វើការជាមួយឪពុករបស់នាងគឺជាព្រះអង្គម្ចាស់ត្បិតតែមិនចង់នោះទេប៉ុន្តែនេម៉ាបានអោនក្បាលចុះអរគុណព្រះរាជបុត្រដែលបាននាំនាងមកទីនេះព្រះរាជបុត្រក៏មិនប្រកាន់ច្រើនដែរបានអង្អែលក្បាលរបស់នាងប៉ុន្តែធ្វើឲ្យនាងមានអារម្មណ៍ថាពិតជាក្តៅចិត្តមកនៅពេលដែលដឹងថានេម៉ាពិតជាចូលចិត្តខ្លាសហើយចាប់ទុកវាដូចជាមិត្តភក្តិព្រះអង្គម្ចាស់ក៏បាននិយាយថានាងអាចមកទីនេះលេងបានគ្រប់ពេលល្ងាចពេលត្រឡប់ទៅផ្ទះវិញម្ដាយក៏បានស្ដីឲ្យនាងនៅពេលដែលនាងហ៊ានដាស់ព្រេបដាស់មិនតែប៉ុណ្ណោះហ៊ានជិះខ្លាទេពរបស់ព្រះរាជបុត្រទៀតលឺម្ដាយរំលឹកដល់ឡានាងក៏បានអួតថានាងជាមួយនឹងខ្លាសគឺជាមិត្តល្អនឹងគ្នាហើយព្រះអង្គម្ចាស់នៅអនុញ្ញាតឲ្យនាងអាចមកលេងជាមួយខ្លាសពេលណាក៏បានគ្មានវិធីដើម្បីរៀបរៀងកូនខ្លួនឯងម្ដាយក៏បានប្រាប់ឲ្យនេម៉ាសន្យាថាមិនត្រូវជិះខ្លានៅពេលដែលនៅម្នាក់ឯងនោះទេព្រោះឡាគឺជាខ្លាទេពមួយដែលអាចប្រើប្រាស់បានវេទមន្តភាគច្រើនវាស្និទ្ធស្នាលជាមួយម្ចាស់របស់វាប៉ុណ្ណោះដូច្នោះប្រសិនបើមាននរណាគេផ្ទះឃើញនាងជិះខ្លាទេពរបស់ព្រះរាជបុត្រគឺវាមិនល្អក្រោយពេលស្ដាប់ហើយនេម៉ាក៏បានយកព្រមថ្ងៃស្អែកឪពុកម្ដាយបាននាំនេម៉ាទៅមើលសាលារៀនរបស់បងប្រុសនិងបងស្រីដើម្បីមើលតើពីរអ្នកគាត់រៀនបែបណាពេលទៅដល់នេម៉ាពិតជាភ្ញាក់ផ្អើលចំពោះទស្សនវិជ្ជានៅទីនេះព្រោះអីពិតជាអ៊ូអរកំពុងតែងាកឆ្វេងងាកស្ដាំរកមើលតើមានសត្វណាគួរឲ្យស្រឡាញ់នៅទីនេះអត់ស្រាប់តែឪពុកម្ដាយប្រាប់ថាថ្ងៃនេះគឺជាការប្រកួតរបស់បងប្រុសនាង Raf ដូច្នោះពួកគេក៏បានរកកន្លែងអង្គុយមួយដើម្បីទស្សនាត្បិតតែដៃគូប្រកួតពិតជាខ្លាំងប៉ុន្តែបងប្រុសរបស់នាងក៏មិនមែនជាមនុស្សអន់ដែរគាត់មានទេពកោសល្យក្នុងការដឹកនាំកងទ័ពដូច្នោះក៏អាចយកបានជ័យជំនះយ៉ាងងាយស្រួលឃើញចឹងនេម៉ាក៏បានបញ្ញារត់ទៅអោបបងប្រុសដើម្បី
អបអរសាទរគាត់នៅពេលដែលទទួលបានជ័យជំនះប៉ុន្តែពេលនោះនេម៉ាក៏មានអារម្មណ៍ថាឈឺបាត់ជើងដូច្នោះក៏បានបញ្ញាចាក់ចេញពីទីនោះនៅពេលត្រឡប់មកវិញក៏ផ្ទះឃើញបងប្រុសកំពុងនិយាយជាមួយបុរសម្នាក់បុរសនោះបាននិយាយថាបងប្រុសរបស់នេម៉ាប្រកាសជាមិនមានឱកាសឈ្នះនោះទេឃើញអញ្ចឹងនេម៉ាក៏បានតបតវិញប៉ុន្តែបុរសនោះក៏បាននិយាយថាក្មេងតូចម្នាក់មិនដឹងអ្វីនោះទេកុំនិយាយច្រើនពេកទ្រាំមិនបាននេម៉ាក៏បានស្ដីឲ្យបុរសម្នាក់នោះថាគឺជាមនុស្សល្ងងគួរតែដឹងថាខ្លួនឯងនៅឋានៈណាផងក្រៅពីស្ដាប់ហើយបុរសម្នាក់នោះពិតជាខឹងដូច្នោះចង់លើកដៃវាយតួស្រីប៉ុន្តែស្របពេលនោះដែរព្រះរាជបុត្របានបង្ហាញមុខព្រះរាជបុត្របានសួរថាបុរសមិញចង់ធ្វើអីទៅកាន់តួស្រីដឹងថាខ្លួនបានប៉ះមនុស្សដែលមិនគួរប៉ះដូច្នោះគេក៏បានបញ្ញាសុំទោសហើយសន្យាថាគ្មានលើកក្រោយទៀតទេចំណែកនេម៉ាកំពុងតែអោបជើងបងប្រុសរបស់ខ្លួនយ៉ាងជាប់ព្រោះខ្លាចថាព្រះរាជបុត្រនឹងដាក់ទោសឲ្យនាងដែរឃើញដូច្នោះព្រះរាជបុត្រក៏បានបីនាងឡើងហើយសួរថាចង់លេងជាមួយឡាអត់ត្បិតតែមិនចូលចិត្តព្រះរាជបុត្រប៉ុន្តែនៅពេលដែលឮឈ្មោះរបស់ខ្លាទេពនាងក៏សប្បាយចិត្តវិញភ្លាមឆ្លៀតឱកាសនោះព្រះរាជបុត្រក៏បាននិយាយថានេម៉ានៅស្ថិតក្រោមការការពាររបស់ទ្រង់ដូច្នោះបាននរណាគេហ៊ានប៉ះតួស្រីទទួលបានលទ្ធផលប្រកាសជាមិនល្អទេឮចឹងហើយបរិសម្នាក់នោះបានបញ្ញាសុំទោសហើយរត់ទៅយកមកបន្ទាប់មកពួកគេក៏បាននាំគ្នាទៅមើលបងស្រីកាណាបង្ហាញពីសមត្ថភាពរបស់គាត់នាងបានប្រើប្រាស់រង្វង់វេទមន្តមួយដើម្បីកោះហៅបិសាចបន្ទាប់មកនឹងវាបហាវាប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលកាណាបាច់ជាកោះហៅនាគភ្លើងចេញមកវត្តមានរបស់នាគមួយក្បាលនេះធ្វើឲ្យទស្សនិកជនទាំងអស់គ្នាពិតជាព្រួយបារម្ភប៉ុន្តែផ្ទុយពីការខ្វល់ខ្វាយរបស់អ្នកទាំងអស់គ្នាបងស្រីកាណារបស់តួស្រីពិតជាជឿជាក់ឃើញស្ថានភាពនោះតួស្រីបញ្ញាលោតចុះទៅក្រោមដើម្បីរារាំងបងស្រីអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនាងបានការពារនាគភ្លើងមួយក្បាលនោះមិនឲ្យនរណាគេធ្វើឲ្យវាមានរបួសភាគទី2ក្នុងពេលដែលកងទ័ពកំពុងតែភ្ញាក់ផ្អើលនាគភ្លើងក៏បានប្រាប់ទៅកាន់នេម៉ាថាទីនេះមិនមែនជាកន្លែងកូនក្មេងលេងនោះទេគួរតែចាក់ចេញពីទីនេះទៅអ្នកនៅទីនេះនាគភ្លើងមិនអាចលើកលែងឲ្យបានទេព្រោះពួកគេបានធ្វើការកោះហៅមិនតែប៉ុណ្ណោះនៅមានកំណត់អាក្រក់លើគាត់ទៀតឃើញដូច្នោះនេម៉ាក៏បានបកស្រាយថាអ្នកទាំងអស់គ្នាគ្មានកំណត់អាក្រក់អ្វីនោះទេគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះណាមួយវាយគ្នាពិតជាឈឺខ្លាំងណាស់គួរតែប្រើសន្តិវិធីទៅបានហើយពេលនោះនេម៉ាក៏ចាប់អារម្មណ៍សការរបស់នាគភ្លើងមិនដឹងជាប៉ះទៅមានអារម្មណ៍បែបណាមិនគិតយូរទូស្រីក៏បានសុំនាគភ្លើងប៉ះបន្តិចលើកទី1បានជួបនាងចំហដែលមិនចេះខ្លាចដូច្នោះគាត់ក៏រៀងភ្ញាក់ផ្អើលប៉ុន្តែនាគភ្លើងក៏បានឲ្យនាងអង្អែពេលអ្នកទាំងគ្នាមកដល់ឃើញទស្សនវិជ្ជាមួយនេះក៏រៀងភ្ញាក់ផ្អើលដែរអ្វីដែលកាន់តែពិសេសនាគភ្លើងបានសន្យាថានៅពេលដែលនេម៉ាធំដឹងក្តីនឹងឲ្យនាងធ្វើជាម្ចាស់របស់គេនាយចាប់នាគភ្លើងក៏បង្កើតចេញគុជវេទមន្តមួយគ្រាប់ឲ្យទៅនេម៉ាវានឹងជួយចងជាប់ព្រលឹងរបស់នេម៉ាជាមួយនាគភ្លើងហើយវេទមន្តនេះអាចផ្លាស់ប្ដូររូបរាងតាមអ្វីដែលនាងចង់មិនចាំយូរនាងក៏បានបដូរវាខ្លាចជាកតាបមួយយ៉ាងស្រស់ស្អាតនាគភ្លើងក៏អនុញ្ញាតឲ្យនាងប្រើប្រាស់វេទមន្តដែលពឹងផ្អែកទៅលើធម្មពលរបស់នាគភ្លើងទទួលបានច្រើនបែបនេះនេម៉ាពិតជាអរគុណយ៉ាងខ្លាំងហើយសូមឈ្មោះរបស់នាគភ្លើងដើម្បីស្រួលនិយាយគ្នានាគភ្លើងក៏បានណែនាំឈ្មោះខ្លួនឯងថាសលហើយហោះចេញពីទីនោះពេលនោះខាណាក៏បានសម្រុកទៅឲ្យប្អូនស្រីរបស់ខ្លួនភ្លាមព្រោះនាងពិតជាព្រួយបារម្ភខែនេះព្រះរាជបុត្រក៏បានរំលឹកទៅឪពុករបស់នេម៉ាថាគួរតែមករាជវាំងម្ដងដើម្បីនិយាយរឿងសំខាន់មួយលោកឪពុករបស់នេម៉ាដឹងថានឹងមានរឿងអ្វីកើតឡើងដូច្នោះក៏នឹងចាត់ការចាស់ទាំងអស់បាននរណាគេមានកំណត់អាក្រក់លើកូនស្រីរបស់គាត់ថ្ងៃស្អែកព្រះអង្គម្ចាស់បានធ្វើការកោះហៅឪពុកម្ដាយរបស់នេម៉ាជាមួយនឹងនាងនៅទីនេះក៏មានអ្នកដែលមានឋានៈសំខាន់ជាច្រើនដែលមានទឹកមុខពិតជាតឹងតែងធ្វើឲ្យនេម៉ារៀងភ័យមិនរងចាំយូរព្រះអង្គម្ចាស់ក៏បាននិយាយរឿងសំខាន់យកមកគឺតាក់ទងជាមួយនេម៉ានិងនាគភ្លើងពេលនេះឥទ្ធិពលរបស់នេម៉ាពិតជាខ្លាំងក្លាអាចប្រាស់បានទាំងវេទមន្តរបស់នាគភ្លើងទៀតដូច្នោះព្រះអង្គម្ចាស់ពិតជាព្រួយបារម្ភឃើញអញ្ចឹងឪពុករបស់ទូស្រីក៏បានថ្វាយបង្គំចូលស្បត់ទាំងកិត្តិយសរបស់ខ្លួនថានឹងមិនឲ្យនេម៉ាធ្វើអ្វីប៉ះពាល់ដល់ប្រទេសជាតិទេនេម៉ាក៏ដឹងថាពាក្យសម្បត្តិកិត្តិយសគឺមិនអាចបំផ្លាញបានប្រសិនបើធ្វើខុសទៅនឹងពាក្យសម្បត្តិប្រកាសជាស្លាប់ជាមិនខាននៅពេលដែលព្រះអង្គម្ចាស់ពិតជាងើយឆ្ងល់មិនក៏មានការបង្ហាញមុខរបស់នាគភ្លើងនៅកន្លែងធ្វើវេទមន្តកោះហៅបែបនេះមានគ្រូធ្មប់ចាស់ម្នាក់ក៏បានចេញមុខមកបោះស្រាយទីនោះមានវេទមន្តការពារបើតាមត្រឹមត្រូវមិនអាចកោះហៅនាគភ្លើងបានទេដូច្នោះវត្តមានរបស់នាគភ្លើងម្សិលមិញអាចនិយាយបានថាគឺជាការរៀបចំរបស់ព្រះនិយាយដល់ព្រះនេម៉ាក៏គិតថាប្រហែលជាទ្រង់ចង់ឲ្យនាងស្គាល់អស់សត្វនៅលើលោកនេះឲ្យមើលទៅពេលនោះមានមន្ត្រីម្នាក់ក៏បានដើរចេញមកហើយនិយាយថាប្រហែលជាព្រះចង់ឲ្យព្រះអង្គម្ចាស់គ្រប់គ្រងពិភពលោកនេះទាំងមូលហើយទៅប្រទាននាគភ្លើងឲ្យបែបនេះឮពាក្យទាំងអស់នោះរបស់មន្ត្រីម្នាក់នេះនេម៉ាក៏នឹកឃើញពីប្រភេទមនុស្សដែលព្រះបាននិយាយមុននោះប្រាប់នាងប៉ុន្តែនេម៉ាមិនចង់បញ្ញាកាត់សេចក្តីនោះទេគួរតែបន្តជីវិត enjoy ជាមួយនឹងសត្វដ៏គួរឲ្យស្រឡាញ់ទាំងអស់នៅខាងក្រៅឃើញទៅមុខរបស់នេម៉ាផ្លាស់ប្ដូររហូតព្រះរាជបុត្រស្មានថានាងធុញដូច្នោះក៏បានឲ្យនាងចេញទៅក្រៅលេងជាមួយឡាមិនរងចាំយូរនាងក៏បានតោងកន្ទុយរបស់ខ្លាសដើម្បីចេញទៅក្រៅទាំងពីរមិនតែប៉ុណ្ណោះនាងនៅបញ្ចុកឲ្យខ្លាទេពញ៉ាំទៀតធ្វើឲ្យអ្នកបម្រើទាំងអស់គ្នាពិតជាភ្ញាក់ផ្អើលព្រោះមិនមាននរណាគេហ៊ានធ្វើបែបនេះនោះទេពេលនោះមានមេតបម្នាក់បានប្រាប់ទៅកាន់ឪពុកម្ដាយនេម៉ាថាប្រសិនជានាងជួបគ្រោះថ្នាក់អ្វីក៏នឹងចេញមកការពារឮពាក្យទាំងអស់ហ្នឹងឪពុករបស់ទូស្រីពិតជាសប្បាយចិត្តព្រោះក៏មានមន្ត្រីខ្លះចិត្តល្អដែរស្រាប់តែពេលនោះមន្ត្រីដែលមានកំណត់អាក្រក់ក៏បាននិយាយថាចង់បញ្ជូននេម៉ាទៅព្រះវិហាររបស់គេដើម្បីគេការពារលឺអញ្ចឹងឪពុករបស់នេម៉ាក៏បានបដិសេធភ្លាមកូនស្រីរបស់គាត់ទទួលបានការស្រឡាញ់ពីសត្វគ្រប់ប្រភេទដូច្នោះបើបកគោនាងឲ្យព្រះវិហារសត្វទាំងអស់ប្រកាសជាមិនពេញចិត្តនោះទេលឺអញ្ចឹងមន្ត្រីម្នាក់នោះពិតជាខឹងក្នុងចិត្តដូច្នោះក៏បានសួរឌឺដងវិញថាតើនេម៉ាគឺជាកូនបង្កើតរបស់គ្រួសារអូស្វីមែន
ព្រោះអីមើលចំទៅនាងដូចជាមិនដូចបងប្រុសនិងបងស្រីរបស់នាងសោះលីអញ្ចឹងម្ដាយរបស់នាងម៉ាក៏បាននិយាយថាពេលអ្នកប្តីប្រពន្ធគាត់បានប្រើប្រាស់ពាក្យសម្បត្តិកិត្តិយសហើយប្រសិនបើនាងហ៊ានធ្វើរឿងអីខុសឆ្គងទៅកាន់ប្តីប្រកាសជាមានស្នាមមួយយ៉ាងធំនៅលើក្បាលមិនតែប៉ុណ្ណោះនៅពេលដែលប្តីប្រពន្ធគេស្បត់ព្រះអង្គម្ចាស់ក៏បង្ហាញមុខដើម្បីធ្វើជាសាក្សីទៀតលីអញ្ចឹងមន្ត្រីអាក្រក់ម្នាក់នោះក៏មិនអាចនិយាយអ្វីបានទៀតដែរព្រោះតាក់ទងជាមួយព្រះអង្គម្ចាស់ហើយនឹងបន្ទាប់មកការប្រជុំក៏បានបន្តព្រោះតែមានមន្ត្រីល្អជាច្រើនបានជួយនិយាយមិនតែប៉ុណ្ណោះព្រះអង្គម្ចាស់ក៏មានការឯកភាពដូច្នោះបញ្ហានេះក៏បានដោះស្រាយយ៉ាងងាយស្រួលហើយសុវត្ថិភាពល្ងាចនោះព្រះអង្គម្ចាស់បានប្រាប់នេម៉ាថានាងអាចចូលក្នុងរាជវាំងលេងតាមចិត្តបានប៉ុន្តែមិនមែនអាចដើរបាន 100% នោះទេមានកន្លែងខ្លះតតែមានការអនុញ្ញាតទើបនាងអាចចូលបានណាបន្ទាប់មកនាងក៏បានតាមព្រះរាជបុត្រទៅជួបបុរសម្នាក់នោះគឺជាមេតរបស់កងទ័ពរាជវាំងគេមានឈ្មោះថាវិនថ្ងៃក្រោយក្នុងរាជវាំងមានបញ្ហាអ្វីចង់ឲ្យជួយនាងអាចទៅរកគេបាននិយាយចប់ព្រះរាជបុត្រក៏បានចេញបញ្ជាឲ្យវិននាំទូស្រីទៅមើលត្រង់នេះពេលទៅដល់ពួកគេជួបបុរសម្នាក់ឈ្មោះថាដែនបុរសម្នាក់នេះពិតជា gentleman គេនៅអង្គុយចុះនិយាយជាមួយនេម៉ាទៀតដូច្នោះនេះហ៊ានប្រកាសថាដែនគឺជាមនុស្សល្អពេលនោះមេតបវិនក៏បានស្ដីបន្ទោសឲ្យដែននៅពេលដែលស្លៀកពាក់មិនត្រឹមត្រូវហើយពួកគេក៏ចាប់ដើមឆ្លោះគ្នាទាំងភ្លេចថានេម៉ាកំពុងតែនៅទីនេះតោះតែនាងរំលឹកទៅពួកគេទាំងពីរនាក់បញ្ឈប់ដែនក៏បានណែនាំឲ្យនាងដឹងថានាងដែលកំពុងតែហោះលើមេឃឈ្មោះថា Ling Bloom ចំណែកនាងដែលរត់នៅលើដីឈ្មោះថា Lin Thread នាងទាំងអស់ហ្នឹងមិនអាចហោះកិច្ចខ្លួនឬក៏រត់ចេញពីទីនេះបាននោះទេព្រោះពួកវាត្រូវបានវេទមន្តចងជាប់ឃើញនាងទាំងអស់ហ្នឹងនេម៉ាពិតជាចង់អង្អែលប៉ុន្តែមិនហ៊ាននិយាយចេញមកខ្លាចថាដែនមិនអោយពេលនោះនាងក៏បានចេតនាប្រើប្រាស់វេទមន្តរបស់នាងភ្លើងដូច្នោះវាក៏បានតាក់ទាញនាងជាច្រើនក្បាលមកកន្លែងរបស់នេម៉ាឃើញចឹងអ្នកទាំងគ្នាក៏ពិតជាភ្ញាក់ផ្អើលដូច្នោះក៏បានរៀបចំខ្លួនដើម្បីការពារនាងពេលនោះមាននាងហោះមួយក្បាលបានចុះមកដើម្បីឲ្យនាងអង្អែលតាមចិត្តមិនតែប៉ុណ្ណោះវានៅដេកទៀបចុះដើម្បីឲ្យនេម៉ាឡើងខ្នងរបស់វាដប់ហោះដើរលេងពេលកំពុងហោះនាងនោះដឹងថាក្នុងខ្លួនរបស់នេម៉ាមានវេទមន្តរបស់នាងភ្លើងដូច្នោះវានឹងចាប់ទុកនាងដូចជានារីនាគវាក៏បាននាំនាងទៅសួនផ្កាមួយយ៉ាងស្រស់ស្អាតបន្ទាប់មកនាងក៏បានលេងជាមួយនាគជាច្រើនយ៉ាងសប្បាយចិត្តខាងក្រៅដើមមិនទាន់អស់ភ្ញាក់ផ្អើលនោះទេព្រោះនាគដែលនាងជិះគឺជាមេនាគវាមិនដែលឲ្យនរណាគេជិះសូម្បីតែមួយដងឃើញចឹងវិនក៏បានយករឿងនាគភ្លើងជាមួយនេម៉ាប្រាប់ឲ្យដែនដឹងមកតង់ទៀតមិនទាន់អស់ភ្ញាក់ផ្អើលពីរឿងដែលនាងអាចបង្ក្រាបបាននាគទាំងអស់នោះនៅឃើញទស្សនវិជ្ជាមួយយ៉ាងសាហាវជាងនេះទៅទៀតគឺនាងជិះលើខ្នងរបស់ឡាពួកគេស្ទើរតែមិនជឿថាអាចមានមនុស្សចេញបញ្ជាឲ្យសត្វទេពរបស់រាជវង្សតែនេម៉ាគឺជានរណាគេទៅដែលមានសមត្ថភាពអស្ចារ្យបែបនេះទៅវិញភាគទី3លេងជាមួយនាគឡើងធុញហើយដូច្នោះនាងក៏បានទៅមើលបិសាចប្រមាណក្បាលទៀតនាងក៏បានអ្នកគ្រប់គ្រងទីនេះមានឈ្មោះថា Lestin នាំទៅមើលដោយផ្ទាល់ក្រោយពេលមើលពីលើចុះក្រោម Lestin ក៏បានវាយតម្លៃក្នុងចិត្តថាទូស្រីគ្មានអ្វីពិសេស Lestin ក៏បាននាំដែនជាមួយនេម៉ាទៅកាន់វាស្មៅមួយយ៉ាងធំពេលនោះទូស្រីពិតជាសប្បាយចិត្តនៅពេលដែលឃើញសេះគួរឲ្យស្រឡាញ់ជាច្រើនពេលនោះ Lestin ក៏បានហៅសេះមួយក្បាលមានឈ្មោះថា Yuva មកទីនេះដើម្បីឲ្យទូស្រីបានសង្កេតមើលយ៉ាងជិតប៉ុន្តែពេលងើយមុខចូលមកវាបានដោះដង្ហើមយ៉ាងខ្លាំងចូលមុខរបស់នេម៉ាធ្វើឲ្យនាងមានអារម្មណ៍ថាពិតជាសប្បាយចិត្តចង់ឡើងជិះវាយកមក Lestin ក៏បាននិយាយថា Uwas គឺជាមេនៅទីនេះដូច្នោះវាពិតជាក្អើយកតងហើយមានការអាត្មានិយមខ្ពស់ក្រោយពេលដែលលឺ Lestin និយាយចឹងសេះក៏មានអារម្មណ៍ថាអន់ចិត្តឃើញដូច្នោះនេម៉ាក៏បានដើរទៅជិត Uwas ហើយនិយាយថាវាមិនអាត្មានិយមដូចជា Lestin បាននិយាយនោះទេប៉ុន្តែក្នុងនាមជាមេរបស់វងសេះមួយទាំងមូលវាត្រូវតែបញ្ចេញឥទ្ធិពលរបស់ខ្លួនដើម្បីការពារសេះដទៃលឺចឹងហើយដែនជាមួយ Lestin ពិតជាភ្ញាក់ផ្អើលនៅពេលដែលសេះមួយក្បាលក៏អាចមានចំណេះចឹងដែរមែនបន្ទាប់មកពួកគេទាំង3នាក់ក៏បានធ្វើការជិះសេះមើលទេសភាពស្រាប់តែពេលនោះពួកគេត្រូវកូនជ្រូកព្រៃមួយវងធ្វើការវាយប្រហារប៉ុន្តែកូនជ្រូកទាំងអស់នេះគ្មានបំណងអាក្រក់អ្វីនោះទេគ្រាន់តែចង់លេងជាមួយមនុស្សប៉ុណ្ណោះដូច្នោះរាល់ឆ្នាំតែងតែមានកងទ័ពពី3នាក់របួសដោយសារតែពួកវាលឺចឹងហើយនេម៉ាក៏រៀងភ័យដូច្នោះបានបញ្ញាប់បញ្ញាឲ្យអ្នកទាំងអស់គ្នាជិះសេះឲ្យលឿនឃើញថានេម៉ាភ័យខ្លាចដូច្នោះ Uwas ក៏បានឈប់ហើយហ៊ីឡើងមួយសំឡេងយ៉ាងខ្លាំងធ្វើឲ្យកូនជ្រូកទាំងអស់នោះភ័យរត់ទៅបាត់បន្ទាប់មក Les ក៏បាននាំពួកគេទៅមើលបិសាចម្យ៉ាងឈ្មោះថា Waka នេះគឺជាបិសាចដែលរត់លឿនជាងគេនៅលើគោកដូច្នោះមានកងទ័ពមួយចំនួនប្រើប្រាស់វាដើម្បីបញ្ជូនដំណឹងឬក៏ព័ត៌មានពេលនោះភ្នែករបស់នេម៉ាបានភ្លឺក្រោយពេលឮពាក្យថាលឿនជាងគេដូច្នោះនាងចង់ជិះវាភ្លាមប៉ុន្តែ Lestin ដូចជាមិនចង់នោះទេព្រោះខ្លាចថានាងនឹងមានរបួសប៉ុន្តែមកពីនេម៉ាចាប់ដើមមកអួយដូច្នោះពីរនាក់នោះក៏បានចាញ់ព្រមឲ្យនាងជិះទៅប៉ុន្តែត្រូវតែចង់សាយសុវត្ថិភាពក្រោយពេលបានប៉ះសះទាំងអស់នឹងហើយនាងក៏បានប្រាប់ឲ្យ Les ជិះនៅល្បឿនលឿនបំផុតមើលឃើញថាមីអូននេះមិនខ្លាចអីសោះដូច្នោះ Les ក៏សម្រេចចិត្តថានឹងបញ្ចេញសមត្ថភាពឲ្យមើលហ្មងដំបូងនេម៉ាមានអារម្មណ៍ថារំភើបហើយរន្ធត់ចិត្តយ៉ាងខ្លាំងប៉ុន្តែមួយសន្ទុះក្រោយមកនាងចាប់ដើមពិបាកដកដង្ហើមហើយក៏មានអាការៈវើមុខឃើញទស្សនវិជ្ជានោះ Lestin ក៏បានសើចហើយចាប់ដើមប្រើប្រាស់វេទមន្តដើម្បីរារាំងខ្យល់ហើយគេក៏បានធ្វើពុតនិយាយថាសុំទោសមុននោះគេភ្លេចប្រើប្រាស់វេទមន្តការពារនេម៉ាពីសម្ពាធរបស់ខ្យល់លេងចឹងទូស្រីក៏បានសួរថាតើភ្លេចមែនឬក៏ធ្វើពុតហ្នឹង Lestin ក៏ចាប់ដើមជិះលឿនជាងមុនធ្វើឲ្យនេម៉ាយើងស្លេកមុខយកមកនៅពេលដែលនាងចុះ Les ក៏បាននិយាយថាទៅជិះ 50% ប៉ុណ្ណោះបើជិះដល់ 100% គឺខ្លាំងជាងនេះទៅទៀតឃើញនេម៉ាយើងវល់មុខដើរប៉ាក់ពើក Den ក៏
បានសោយយ៉ាងលឺពេលនោះមានចាប់ Clay House មួយក្បាលបានទុំលើដៃរបស់ Lestin ឃើញអញ្ចឹង Neymar ក៏សង្ឃឹមថាខ្លួនឯងមានចាប់មួយក្បាលដែរប៉ុន្តែរូបរាងរបស់នាងតូចអញ្ចឹងប្រហែលតតែមូសអីបានទុំរួចក្រៅពីអត្ថបទ Lestin ដឹងថាកូនចៅរបស់ខ្លួនកំពុងតែជួបបញ្ហាដូច្នោះសូមចាក់ចេញទៅមុន Neymar ពិតជាស្ដាយដូច្នោះបានណាត់ជួប Lestin លើកក្រោយទៀតបន្ទាប់មក Neymar ក៏បានសុំដើរនាំគេទៅលេងជាមួយនាងខាងនេះ Lestin កំពុងតែដោះស្រាយបញ្ហាកូនចៅរបស់គេព្រោះតែការធ្វើប្រហែសបានធ្វើឲ្យក្តាន់ស្នែងសមួយរត់ទៅបាត់វាគឺជាសត្វមួយយ៉ាងមានតម្លៃដូច្នោះក្នុងស្ថានភាពនេះអ្នកទាំងអស់គ្នាក៏បានខំប្រឹងទៅរកវាវិញថ្ងៃនេះ Lestin មានអារម្មណ៍ថាពិតជាមូម៉ៅរឿងដំបូងគឺសត្វដែលគេចូលចិត្តបាច់ជាស្និទ្ធស្នាលជាមួយនឹងតួស្រីពេលនេះសត្វក្តាន់ដែលមានតម្លៃត្រូវបាត់ទៀតដូច្នោះគេមានតែបង្ខំចិត្តទៅរកវាមុនប៉ុណ្ណោះប៉ុន្តែចៃដន្យអីពេលនោះ Neymar បានបង្ហាញមុខជាមួយឡាអ្វីដែលពិសេសក្តាន់ដែលកំពុងតែបាត់ខ្លួនគឺ Neymar កំពុងជី Neymar ក៏បាននិយាយថាមិនកំពុងតែលេងជាមួយនាងហើយនាងប្រទះឃើញក្តាន់មួយនេះដូច្នោះក៏បាននាំវាត្រឡប់មកវិញ Lestin ក៏បានរំលឹកនាងថាលើកក្រោយបើជួបរឿងមួយនេះនាងត្រូវតែប្រាប់គេមុនហើយ Lestin ក៏ចាប់ផ្ដើមជឿជាក់ថាសមត្ថភាពលេងជាមួយគ្រប់សត្វរបស់ Neymar គឺពិតប្រាកដគេពិតជាចំណានចំពោះសមត្ថភាពពិសេសមនុស្សរបស់ Neymar ព្រោះគេក៏ជាមនុស្សដែលស្រឡាញ់សត្វដែរប៉ុន្មានថ្ងៃក្រោយមកគឺដល់ខួបកំណើតរបស់ Neymar ឪពុកម្ដាយក៏បានសួរ Neymar ថាតើនាងចង់បានអ្វីក្រោយពេលគិតគូរទូស្រីក៏បាននិយាយថាចង់ដើរលេងក្នុងក្រុងលឿនអញ្ចឹងលោកឪពុកពិតជាព្រួយបារម្ភឲ្យកូនស្រីដែលខ្លាចថាឪពុកមិនអនុញ្ញាតដូច្នេះនាងក៏បានសន្យាថានឹងនាំបងស្រីទៅជាមួយគ្នាលឿនអញ្ចឹងគាត់កាន់តែព្រួយបារម្ភទៀតព្រោះមានកូនស្រីតែ2នាក់ផងមានបញ្ហាអីនរណាគេទទួលខុសត្រូវបានឃើញអញ្ចឹងម្ដាយរបស់ Neymar បានឲ្យថែមមនុស្សប្រមាណអ្នកទៀតតាមខ្លៅមើលពួកគេទៅលោកឪពុកអនុញ្ញាតពេលចូលទៅដល់ក្រុង2អ្នកបងប្អូនគេមានកំណត់ទិញអីវ៉ាន់ជាច្រើនឆ្លៀតឱកាសនេះខាណាក៏បានបង្រៀនឲ្យប្អូនស្រីរបស់ខ្លួនចេះចាយលុយក្រោយពេលបានបងស្រីបង្រៀនហើយនាងក៏បានយកលុយទៅទិញផ្លូវមាន់3យ៉ាងឆ្ងាញ់នាងបានឲ្យបងស្រីខាណាអ្នកបម្រើទៅជាមួយចុងក្រោយគេគឺឆ្កែរបស់នាងពេលនោះស្រាប់តែមានក្លិនមួយយ៉ាងឈ្ងុយបានហោះមកជាមួយរបស់ Neymar ដឹងថានោះគឺជានំដែលខ្លួនមិនដែលញ៉ាំដូច្នេះ Neymar ក៏បានបញ្ញាទៅទិញថែម3ទៀតឃើញថានាងគឺជាក្មេងតូចអ្នកលក់ក៏បាននិយាយថាប្រសិនជានាងទិញ20នំគាត់នឹងថែមឲ្យ3ប៉ុន្តែ Neymar បានធ្វើការតថ្លៃដូច្នោះនាងក៏បានទិញ20ហើយបានគាត់ថែមឲ្យ4ខាណាពិតជាងើឆ្ងល់យ៉ាងខ្លាំងមិនក៏ប្អូនស្រីរបស់ខ្លួនទិញច្រើនបែបនេះទៅវិញ Neymar ក៏បាននិយាយថាសមាជិកក្នុងផ្ទះពិតជាច្រើនដូច្នោះនាងទិញឲ្យអ្នកទាំងអស់គ្នាឃើញថាប្អូនស្រីរបស់ខ្លួនយល់ការបែបនោះខាណាពិតជាសប្បាយចិត្តហើយអោបនាងយ៉ាងណែនពេលនោះខាណាក៏បាននាំប្អូនស្រីរបស់ខ្លួនទៅហាងកាហ្វេដែលនាងឧស្សាហ៍ទៅក្នុងហាងនោះក៏មានកូនរបស់គ្រួសារអភិជន3នាក់ទើបតែជួបមុខភ្លាមពួកនាងក៏បាននិយាយពាក្យឌឺដនទៅកាន់ខាណាមិនតែប៉ុណ្ណោះនៅនិយាយថាតួស្រីគឺជាសម្រាមនៅពេលដែលមិនចេះវេទមន្តហើយកែវភ្នែករបស់ Neymar នៅខុសពណ៌ពីអ្នកដទៃទៀតឃើញប្អូនស្រីរបស់ខ្លួនត្រូវអ្នកផ្សេងមើលងាយដូច្នោះក្នុងនាងជាបងស្រីខាណាប្រកាសជាមិនស្ងៀមនោះទេនាងក៏បាននិយាយថាមានតែអ្នកឆ្លៀសវៃប៉ុណ្ណោះដែលមើលឃើញប្អូនស្រីរបស់នាងអស្ចារ្យបែបណានិយាយចប់ខាណាក៏អត់មានអារម្មណ៍ផឹកកាហ្វេទៀតដែរនាំគ្នាត្រឡប់ទៅវិញពេលទៅដល់ផ្ទះមេឃក៏បានយប់ហើយដែរពេលដែល Neymar ដើរចូលបន្ទប់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកទាំងគ្នាបានរងចាំនាងនៅទីនេះមានមនុស្សសិទ្ធស្នាជាច្រើនបានបង្ហាញមុខដើម្បីជូនពរដល់ខួបកំណើតរបស់នាងឃើញស្ថានភាពនោះ Neymar ក៏រៀងភ្ញាក់ផ្អើលបន្ទាប់មកគឺយំនៅពេលដែលរំភើបចិត្តពេកបន្ទាប់មកអ្នកទាំងគ្នាក៏បានឲ្យអំណោយរបស់ខ្លួនទៅកាន់នាងព្រះអង្គម្ចាស់ជាមួយព្រះមហេសីបានជូនថ្មវេទមន្តស្រស់ស្អាតជាច្រើនចំណែកព្រះរាជបុត្រវិញគឺកងដៃការពារមានទាំងដាវកៅអៅស្អាតហើយសិភៅទៀតហើយនៅមានទាំងគៀបសក់ដែលធ្វើពីសការបស់នាងប៉ុន្តែពិសេសជាងគេគឺអំណោយរបស់ Lestin គេបានជូនឲ្យ Neymar កូនចាបទូចមួយមានឈ្មោះថា Nok លើកទី1ក្នុងជីវិតទទួលបានអំណោយខួបកំណើតច្រើនបែបនេះធ្វើឲ្យនាងពិតជាសប្បាយចិត្តភាគទី4តាំងពីថ្ងៃទទួលបាននុកនាងបានលេងជាមួយវាយ៉ាងសប្បាយប៉ុន្តែរឿងនេះប្រកាសជានៅមិនយូរទៀតនោះទេព្រោះនាងចិត្តទៅរៀនហើយថ្ងៃនេះ Neymar ក៏បានជួបជាមួយអ្នកគ្រូបង្រៀនផ្ទាល់ខ្លួនរបស់គេគាត់មានឈ្មោះថា Anna ក្នុងកៅភ្នែកវាយតម្លៃខាងក្រៅរបស់ Neymar អ្នកគ្រូ Anna មានការស្លៀកពាក់ត្រឹមត្រូវជះមកនៅឥទ្ធិពលឲ្យ Neymar ឃើញថាគាត់គឺជាអ្នករៀនសូត្រឃើញដូច្នោះ Neymar ក៏បានគោរពគាត់យ៉ាងត្រឹមត្រូវប៉ុន្តែអ្នកគ្រូបានផ្ដល់ឲ្យ Neymar នៅកៅភ្នែកយ៉ាងកាយសាហាវពេលអ្នកបម្រើដើរចេញពីបន្ទប់គាត់ក៏បានអូសតួស្រីយ៉ាងមកចិត្តបង្រៀនឲ្យបានត្រឹមត្រូវមិនតែប៉ុណ្ណោះនៅប្រើប្រាស់អំពើហិង្សាហើយនៅពេលដែលអ្នកបម្រើត្រឡប់មកវិញអ្នកគ្រូបែរជាបដូរទៅមុខធ្វើដូចជាអ្នកគ្រូត្រឹមត្រូវស្លូតត្រង់អីចឹងគ្រាន់តែប៉ុណ្្នឹង Neymar ក៏ដឹងថាថ្ងៃមុខរបស់នាងប្រកាសជាមិនងាយស្រួលនោះទេក្នុងរយៈពេល1ថ្ងៃប៉ុណ្ណោះនាងបានត្រូវអ្នកគ្រូ Anna វាយមិនដឹងជាអស់ប្រមាណដងអ្នកគ្រូក៏បានឲ្យដឹងថាគាត់គឺជាអ្នកបង្រៀនឲ្យបងប្រុសនិងបងស្រីរបស់ Neymar ដូច្នោះក៏សង្ឃឹមថានាងអាចយកគំរូតាមបងរបស់ខ្លួន Neymar គិតក្នុងចិត្តថាប្រហែលជាអ្នកគ្រូនេះមិនហ៊ានរករឿងបងប្រុសនិងបងស្រីរបស់នាងនោះទេមានតែនាងប៉ុណ្ណោះដែលរងនៅរឿងទាំងអស់នេះប៉ុន្តែ Neymar បានបដិញ្ញាចិត្តថានឹងផ្ដល់ស្នាមញញឹមដល់គួរឲ្យស្រឡាញ់របស់ខ្លួនដើម្បីធ្វើឲ្យទឹកចិត្តរបស់អ្នកគ្រូ Anna ផ្លាស់ប្ដូរប៉ុន្តែរឿងដូចជាមិនល្អសូម្បីតែបន្តិចយប់នោះ Neymar ក៏ញ៉ាំមិនច្រើនដែរធ្វើឲ្យអ្នកទាំងគ្នាក្នុងគ្រួសារពិតជាព្រួយបារម្ភពេលម្ដាយមកសួរសុខទុក្ខ Neymar ចង់គេចវេះឲ្យរត់គេចខ្លួនប៉ុន្តែសោយឲ្យនាងអីបងប្រុសបានប្រើប្រាស់វេទមន្តដើម្បីចាប់នាងវិញឃើញដូច្នោះ Neymar ក៏បានស្រែកឡូឡាប៉ុន្តែនាងភ្លេចថាមានមនុស្សស្រីដ៏កាយសាហាវម្នាក់ទៀតកំពុងតែនៅជិតនាងម្ដាយរបស់ Neymar ក៏បានសួរថារឿងគ្រប់យ៉ាងតាក់ទងជាមួយអ្នកគ្រូ Anna ត្រូវអត់ Neymar ក៏បានងក់ក្បាលប៉ុន្តែនាងមិនចង់ប្រាប់ទៅឪពុកម្ដាយនោះទេព្រោះនេះគឺជាការប្រយុទ្ធរវាងនាងជាមួយអ្នកគ្រូលើអញ្ចឹងបងប្រុសជាមួយម្ដាយរបស់នាងក៏បានយល់ពួកគាត់ក៏បានព្យាបាលរបួសនិងផ្ដល់យោបល់ខ្លះឲ្យនាងហើយក៏សន្យាថានឹងរក្សា
អាកំបាំងមួយនេះរយៈពេល1ឆ្នាំក៏បានកន្លងផុតទៅក្រោមការវឹកហាត់របស់អ្នកគ្រូអានណាតួស្រីបានក្លាយជាសុភាពនារីពិតប្រាកដពិតជាមានសុជីវធម៌ក្នុងកែវភ្នែករបស់អ្នកដទៃប៉ុន្តែរយៈពេល1ឆ្នាំនៅក្បែរអ្នកគ្រូអានណាតួស្រីមានអារម្មណ៍ថាក៏មិនមែនជាសុភាពនារីពិតប្រាកដដូចជាខ្វះអ្វីមួយពេលនោះនេះក៏នឹកឃើញម្ដាយធ្លាប់បង្រៀនថាត្រូវតែយល់ច្បាស់ពីសត្រូវរបស់យើងដូច្នោះនេះក៏បានពឹងឲ្យអ្នកបម្រើទៅស៊ើបសួរពីប្រវត្តិរបស់អ្នកគ្រូអានណាក្រោយពេលស៊ើបសួរនាងក៏ដឹងថាអ្នកគ្រូអានណាក៏ជាកូនសិស្សរបស់មន្ត្រីម្នាក់នេះដូច្នោះថ្ងៃស្អែកនៅពេលដែលរៀននាងក៏បានសួរអ្នកគ្រូតាក់ទងជាមួយនឹងនយោបាយមានកន្លែងមួយរងគ្រោះរាំងស្ងួតព្រះអង្គម្ចាស់បានបញ្ជូនកងទ័ពនៅចែកស្បៀងនៅទីនោះប៉ុន្តែព្រះវិហារដែលមន្ត្រីម្នាក់នោះកាន់កាប់បែរជាមិនជួយទៅវិញក្រោយពេលស្ដាប់សំណួររបស់តួស្រីអ្នកគ្រូអានណាក៏បាននិយាយថាប្រជាជននៅតំបន់រាំងស្ងួតនោះត្រូវព្រះដាក់ទោសអ្នកម៉ានក៏បានសួរបន្តថាព្រះបានបង្កើតជាគ្រប់យ៉ាងហេតុអ្វីបានជាធ្វើបាបប្រជាជនទៅវិញប៉ុន្តែអ្នកគ្រូអានណាបានប្រើប្រាស់ពាក្យសម្ដីមើលងាយនិយាយអំពីប្រជាជនទាំងអស់នោះដូច្នោះអ្នកម៉ានហេតុប្រកាសថាអ្នកគ្រូម្នាក់នេះមានការរើសអើងពូជសាសន៍យ៉ាងខ្លាំងដូច្នោះនេះក៏បាននិយាយតាមត្រង់ថាអ្នកគ្រូគឺជាអ្នកគ្មានសិលធម៌លឺអញ្ចឹងអានណាក៏បានខឹងដូច្នោះបានលើកដៃវាយឲ្យមុខរបស់នាងក្រហមប៉ុន្តែអ្នកម៉ាបានទ្រាំនឹងការជិះចាប់ហើយប្រើពាក្យសម្ដីរបស់ខ្លួនដើម្បីនិយាយឲ្យអ្នកគ្រូបានដឹងក្នុងនាមជាកូនស្រីរបស់គ្រួសារអូស្វីនាងនឹងមិនវាយតម្លៃនរណាគេទាំងអស់ប្រសិនបើមិនយល់ច្បាស់ដើម្បីដោះស្រាយបញ្ហានេះអ្នកគ្រូក៏បាននិយាយថានយោបាយមិនតាក់ទងជាមួយសុភាពនារីនោះទេចាប់បានចំណុចមនុស្សអ្នកម៉ាក៏បានធ្វើការវាយបកបន្ថែមទៀតប្រសិនជាតាមការនិយាយរបស់អ្នកគ្រូអានណាសុភាពនារីប្រៀបដូចទៅនឹងកូនតុក្កតាមួយដែលមិនដឹងអ្វីទាំងអស់ប្រឈមមុខជាមួយនឹងសំណួរជាច្រើនរបស់អ្នកម៉ាអ្នកគ្រូមិនអាចឆ្លើយបានដូច្នោះក៏បានចាក់ចេញពីទីនោះពេលអ្នកគ្រូចាក់ចេញអ្នកម៉ាបានដកដង្ហើមមួយយ៉ាងធំព្រោះមានអារម្មណ៍ថាធូរទ្រង់ហើយក៏បានហៅនកមកដើម្បីអង្អែលវាឲ្យបានអារម្មណ៍ធូរស្រាលបន្ទាប់មកលោកឪពុកក៏បានប្រទះឃើញស្នាមក្រហមលើមុខរបស់នាងសំណាងបានទូស្រីរាំងអត់ទេលោកឪពុកប្រកាសជាឲ្យអ្នកគ្រូអានណាបញ្ឈប់ការងារយកមកក្រោយមកអ្នកគ្រូអានណាក៏បានទៅសុំទោសឪពុករបស់នាងឲ្យបន្តបង្រៀនឲ្យទូស្រីអ្នកម៉ាក៏រៀនបាននូវចំណេះដឹងជាច្រើនប៉ុន្តែមិនត្រូវរៀនច្រើនដូចកាលពីមុននោះទេគេក៏មានពេលវេលាទៅលេងជាមួយសត្វដទៃថ្ងៃមួយលោកឪពុកក៏បានសួរកូនស្រីរបស់ខ្លួនថាចង់ទៅលេងនៅតំបន់ខាងជើងអត់ទើបតែឮបានដើរលេងនាងពិតជាសប្បាយចិត្តយ៉ាងខ្លាំងព្រោះដឹងថាទីនោះគឺជាតំបន់ត្រជាក់ដូច្នោះក៏បានគិតថាប្រហែលជានៅទីនោះមានសត្វដែលមានរោមទន់ៗជាច្រើនដែលនាងចង់ប៉ះពួកគេក៏បានប្រើប្រាស់ឧបករណ៍មួយដែលអាចជួយពួកគេ teleport ទៅដល់តំបន់ខាងជើងយ៉ាងលឿននៅទីនេះក៏មានស្ដេចក្រែងចាំទទួលពួកគេដែរក្រោយពេលធ្វើការជម្រាបសួរយ៉ាងត្រឹមត្រូវនេម៉ាក៏បានបញ្ញាប់បើកទ្វារចេញទៅក្រៅលើកទី1បានមើលឃើញព្រើនៅពិភពលោកនេះធ្វើឲ្យនេម៉ាមិនអាចទប់អារម្មណ៍បានរត់ចេញទៅក្រៅលេងភ្លាមប៉ុន្តែនៅទីនេះស៊ីតនហភាពពិតជាត្រជាក់យ៉ាងខ្លាំងសំណាងបានលោកពុកប្រើប្រាស់វេទមន្តធ្វើឲ្យខ្លួនប្រាណរបស់នាងកក់ក្ដៅអត់ទេនាងប្រកាសជាអាចកក់ស្លាប់នៅទីនេះហើយគាត់ក៏បានរៀបចំឲ្យនេម៉ានៅសម្លៀកបំពាក់មួយយ៉ាងស័ក្តិសមនៅស៊ីតនហភាពនៅទីនេះពេលនៅលើរទេះសេះលោកឪពុកក៏បានបញ្យល់នេម៉ាយកច្បាស់ពីស្ថានភាពនៅទីនេះពេលដែលមេឃយប់ពួកគេក៏បានដល់កន្លែងមេភពនៅទីនេះក៏បានចេញមកទទួលពួកគេដោយផ្ទាល់ពីអ្នកឪពុកកូននេម៉ាទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់មូលហេតុដែលលើកនេះលោកឪពុកនាំនេម៉ាតាមព្រោះគាត់ចង់ពឹងឲ្យនាងជួយមូលហេតុគឺមកពីចំនួនដែលត្រូវរបួសដោយសារតែបិសាចនៅទីនេះបានកើនឡើងគាត់បានឲ្យកងទ័ពរបស់ខ្លួនទៅគ្រប់គ្រងបិសាចទាំងអស់នោះហើយលើកនេះក៏ចុះមកដើម្បីសង្កេតមើលគាត់ចង់ពឹងឲ្យតួស្រីសួរទៅនាគភ្លើងថាមានដឹងព័ត៌មានអ្វីតាក់ទងជាមួយបិសាចនៅតំបន់នេះអត់មិនរងចាំយូរនេះក៏បានសួរភ្លាមហើយនាគភ្លើងបានឆ្លើយថាអត់ស្គាល់ទេប៉ុន្តែតាមការវិភាគនិងការយល់ដឹងរបស់នាគភ្លើងបិសាចដែលបង្ហាញមុខនៅទីនេះគឺមកពីមនុស្សមិនដឹងជានរណាគេបាននាំពួកវាពីតំបន់យ៉ាងឆ្ងាយមកកាន់ទីនេះដូច្នោះលោកឪពុកបានបដិញ្ញាចិត្តថាថ្ងៃស្អែកនឹងឈានជើងទៅក្នុងព្រៃដើម្បីស្វែងរកបិសាចភាគទី5ថ្ងៃស្អែកក្រោយពេលរៀបចំរួចរាល់នេម៉ាក៏បានធ្វើដំណើរជាមួយលោកឪពុកទៅក្នុងព្រៃពួកគេបានលោកតាម្នាក់គឺជាអ្នកប្រមាញ់ដែលមានជំនាញនៅទីនេះនាំផ្លូវធ្វើដំណើរដល់ថ្ងៃពួកគេក៏បានសម្រាកនៅជិតដើមឈើធំមួយពេលនោះស្រាប់តែមានសម្លេងចម្លែកចេញពីក្នុងគុម្ពព្រៃនៅជិតនោះកងទ័ពទាំងអស់គ្នាពិតជាប្រុងប្រយ័ត្នប៉ុន្តែពេលដើរជិតគ្រាន់តែជាកូនទន្សាយមួយប៉ុណ្ណោះឃើញវាគួរឲ្យស្រឡាញ់យ៉ាងខ្លាំងនេម៉ាពិតជាចង់ប៉ះប៉ុន្តែពេលទៅជិតវាបែរជារត់ទៅបាត់តាំងពីចាប់ជាម្ដងទៀតនេះគឺជាលើកដំបូងដែលនាងត្រូវសัตว์មួយរត់គេចដូច្នោះវាធ្វើឲ្យនេម៉ាមានការអស់សង្ឃឹមបន្តិចប៉ុន្តែពេលនោះនាងក៏ចាប់អារម្មណ៍ឃើញលើដីមានស្នាមឈាមពេលនេះបានទូស្រីដឹងថាគឺមកពីកូនទន្សាយនោះមានរបួសដូច្នោះវាក៏បានរត់គេចព្រោះតែចិត្តល្អនឹងការព្រួយបារម្ភរបស់នាងដូច្នោះនាងក៏បានដេញតាមដើម្បីពិនិត្យមើលក្រោយពេលរាវរកមួយសន្ទុះក៏បានរកឃើញវាលើកនេះវាបានលោតចូលរង្វង់ដៃរបស់នាងទាំងគ្មានការភ័យខ្លាចការពិតមិនមែនមកពីវាខ្លាចនេម៉ានោះទេគឺវាខ្លាចកងទ័ពនៅជិតនាងស្រាប់តែពេលនោះមានសម្លេងចម្លែកនៅជិតនោះហើយមានសំណាញ់មួយបានបោះចេញមកនេម៉ាបានត្រូវហ្គបលីនមួយក្រុមចាប់យកទៅបាត់មកពូវាពិតជាកាយសាហាវពេលនោះមានហ្គបលីនមួយក្បាលចង់យកទន្សាយចេញពីដៃរបស់នាងប៉ុន្តែត្រូវបាននាងស្ដីឲ្យផ្ទុយពីការគិតរបស់នេម៉ាគឺពូវានឹងខឹងប៉ុន្តែហ្គបលីនទាំងអស់នោះបែរជាមានទឹកមុខពិបាកចិត្តទៅវិញពេលនោះហ្គបលីនក៏បាននាំនាងទៅកន្លែងមួយដែលមានក្មេងពីរនាក់ទៀតត្រូវបានពូវាចាប់មកទីនេះដោយបងប្រុសមានឈ្មោះថាពីណូរីឯប្អូនស្រីឈ្មោះថានីណូក្រៅពីកុមារហ្គបលីនក៏ចាប់មនុស្សធំដែរប៉ុន្តែឃុំនៅកន្លែងផ្សេងពេលនោះតួស្រីក៏បានសួរនាគភ្លើងថាតើនាងអាចប្រើប្រាស់វេទមន្តរបស់នាគភ្លើងដើម្បីកម្ចាត់ហ្គបលីនអត់នាគភ្លើងក៏បានឆ្លើយថាបានប៉ុន្តែនេម៉ាមិន
ទាន់ចេះគ្រប់គ្រងធម្មពលរបស់ខ្លួនប្រសិនបើនាងប្រើប្រាស់ប្រកាសជាធ្វើអ្នកផ្សេងមានរបួសទៀតអវិធីនេះមានតែរងចោលឪពុកជាមួយកងទ័ពមកជួយប៉ុណ្ណោះពេលនោះពួកគេទាំង3នាក់ក៏ចាប់ផ្ដើមឃ្លានដូច្នោះនេម៉ាក៏បានចេញទៅក្រៅរកមើលតើមានអ្វីអាចហូបបានអត់កំពុងតែលបលោស្រាប់តែជួបជាមួយនឹង Goblin មួយក្បាលនាងក៏បាននិយាយថាខ្លួនពិតជាឃ្លានដូច្នោះសួរវាមានអ្វីហូបអត់ឃើញចឹងទេប៉ុន្តែ Goblin នេះក៏ចិត្តល្អដែរយកផ្លែឈើឲ្យនាងខាំមួយម៉ាត់នាងពិតជាព្រឺសម្បល់ព្រោះអីវាពិតជាល្វីងឃើញដូច្នោះ Goblin ក៏បានបកសម្បកឲ្យនាងឲ្យនាងញ៉ាំម្ដងទៀតឃើញចឹងនេម៉ាក៏បានយកកាបិតរបស់ខ្លួនចេញមកបង្រៀនពួកវាចិត្តសម្បកក្រោយរឿងនេះហើយនាងជាមួយ Goblin ទាំងអស់នេះក៏បានក្លាយជាមិត្តភក្តិនឹងគ្នាមើលទៅសមត្ថភាពរបស់នាងមិនមែនមានតែលើសត្វនោះទេសូម្បីតែបិសាចក៏អញ្ចឹងដែរមើលទៅពួក Goblin នេះក៏ចិត្តល្អហើយគួរឲ្យស្រឡាញ់ដែរនាងត្រូវតែរកវិធីដើម្បីការពារពួកវាពេលនោះស្រាប់តែនាងឮសំឡេងមួយយ៉ាងឡូឡានៅពេលងាកចេញទៅនាងឃើញ Goblin មួយយ៉ាងធំមិនតែប៉ុណ្ណោះវានៅចេះនិយាយទៀតក្រោយពេលសួរនាំនៅនិយាយគ្នានេម៉ាក៏បានដឹងថា Goblin ចាប់កូនក្មេងព្រោះអីពួកគេមើលថែកូនក្មេងពិតជាល្អហើយការប្រយុទ្ធជាមួយមនុស្សគឺដើម្បីការពារជីវិតនិងការពារសត្វដទៃក្រោយពេលដឹងថាបញ្ហាទាំងអស់គឺមកពីមនុស្សនេម៉ាសម្រេចចិត្តថាពេលត្រឡប់ទៅវិញនឹងសួរលោកឪពុកឲ្យច្បាស់ពួក Goblin នេះគ្រាន់តែចង់រស់នៅយ៉ាងសន្តិភាពនៅក្នុងព្រៃនេះប៉ុណ្ណោះពេលនោះនេម៉ាក៏បានសឹបប្រាប់វិធីសាស្ត្រមួយវាអាចជួយមនុស្សជាមួយ Goblin ចុះសម្រុងគ្នាបានរឿងសំខាន់ដែលត្រូវតែធ្វើពេលនេះគឺបកស្រាយយ៉ាងណាឲ្យឪពុករបស់នេម៉ាកំពុងតែយល់ទាំងគាត់កំពុងតែមានចិត្តក្តៅយ៉ាងខ្លាំងបន្ទាប់មកនេម៉ាក៏បានយកផ្លែឈើឲ្យពីរអ្នកបងប្អូននោះហើយក៏ប្រាប់ពីផែនការរបស់ខ្លួនឲ្យពីរអ្នកនឹងដឹងដែរដឹងថាពួក Goblin នេះក៏គ្មានចិត្តអាក្រក់អ្វីដូច្នោះពីរអ្នកបងប្អូននោះក៏ចង់ជួយនេម៉ាបានប្រាប់ឲ្យពីរអ្នកនេះសម្ដែងថាដូចជាត្រូវ Goblin ដេញតាមវានឹងតាក់ទាញកងទ័ពរបស់ឪពុកនាងចេញខ្លះលើចឹងដំបងបងប្រុសបញ្ចោយប្អូនស្រីរបស់ខ្លួនត្រូវនរណាគេដេញតាមនោះទេប៉ុន្តែក្រោយពេលស្ដាប់ទៅស្ដាប់មកប្អូនស្រីបាននិយាយដូច្នោះគេក៏បានយកព្រមក៏លេចទៅមើលឪពុកនេម៉ាវិញពេលនេះក៏បានមកដល់មុខឡើងនៅពេលដែលអ្នកទាំងគ្នារៀបចំខ្លួនសម្រុកចូលទៅក្នុងស្រាប់តែមើលឃើញក្មេងពីរនាក់កំពុងតែរត់មកទីនេះដូច្នោះឪពុករបស់នេម៉ាបានបញ្ជាកងទ័ពមួយចំនួនទៅជួយពីរនាក់បងប្អូននោះតាមផែនការរបស់ទូស្រីកូន Goblin ទុយៗនឹងរត់ចូលក្នុងឡាអាងវិញចំណែក Goblin ធំនឹងចេញមកនិយាយជាមួយឪពុករបស់នាងផែនការទាំងអស់កំពុងដំណើរការយ៉ាងល្អប៉ុន្តែមានតែរឿងមួយប៉ុណ្ណោះដែលនាងនឹកស្មានមិនដល់នោះគឺកំហឹងរបស់បុរសដែលកំពុងតែតាមរកកូនស្រីរបស់ខ្លួនក៏បានធ្វើការបាញ់ថាពលភ្លើងយ៉ាងខ្លាំងទៅកាន់ Goblin ធំប៉ុន្តែដូចជាមិនកាត់អីគ្រាន់តែមើលប៉ុណ្ណឹងក៏គាត់ដឹងថាកូនស្រីគឺជាអ្នកធ្វើរឿងមួយនេះដូច្នោះក៏បានសម្ដែងថាចុះចាញ់ដើម្បីឲ្យកូនស្រីចេញមកនៅពេលដែលបានកូនស្រីហើយគាត់ក៏បានចេញមកជាកូនចៅប្រើប្រាស់វេទមន្តភ្លើងសម្រាប់ Goblin មួយក្បាលនោះសំណាងពេលនោះនេម៉ាប្រតិកម្មលឿនពឹងឲ្យអ្នកភ្លើងជួយការពារ Goblin នាងក៏បានការពារវាឲ្យបកស្រាយឲ្យអ្នកទាំងអស់គ្នាស្ដាប់ឃើញកូនស្រីខំប្រឹងដូច្នោះលោកឪពុកមានតែស្ដាប់តាមប៉ុណ្ណោះស្មានថារឿងគ្រប់យ៉ាងបានដោះស្រាយហើយរួចរាល់ស្រាប់តែពេលនោះនុកក៏បានហៅមកប្រាប់ថាមានគ្រោះថ្នាក់ហើយនាងក៏ចាប់អារម្មណ៍ឃើញថាក្រៅខ្នងរបស់អ្នកទាំងអស់គ្នាមានពេញពីមួយក្បាលយ៉ាងធំវាគឺជាពេញពីទឹកកកភាគទី6ប្រឈមមុខជាមួយពេញពីដ៏ធំបែបនេះឪពុករបស់នេម៉ាក៏បានប្រាប់នាងឲ្យប្រុងប្រយ័ត្នប៉ុន្តែនេម៉ាមើលឃើញពីការភ័យខ្លាចនិងការអត់ឃ្លានរបស់ពេញពីធំមួយនោះរឿងវាឃ្លានគឺជារឿងមួយដែលងាយយល់ប៉ុន្តែនាងមិនដឹងថាហេតុអ្វីបែរជាវាភ័យខ្លាចទៅវិញពេលនោះមេ Goblin ក៏បានដើរទៅជិតពេញពីមួយក្បាលនោះនេម៉ាចង់រត់តាមប៉ុន្តែត្រូវឪពុករារាំងវិញនេះគឺជាការប្រយុទ្ធរវាងបិសាចទាំងពីរក្បាលដូច្នោះមនុស្សដូចជាពួកគេគួរតែមិនលូកដៃល្អជាង Goblin ជាមួយពេញពីតកបានឈរមើលគ្នាមួយសន្ទុះបន្ទាប់មកគឺវាយគ្នាយកមកព្រោះតែរូបរាងដ៏ធំរបស់ខ្លួនពេញពីតកមានការវាយប្រហារពិតជាខ្លាំងចំណែក Goblin វិញមានខ្លួនប្រាណតូចជាងដូច្នោះងាយស្រួលកិច្ចបន្ទាប់មក Goblin ក៏បានលោតឡើងទៅលើដាក់ឲ្យពេញពីតកមួយដៃដេកស្ដោកស្មានថាខ្លួនបានឈ្នះដូច្នោះ Goblin កំពុងតែសប្បាយស្រាប់តែពេញពីតកបានងើបឈរឡើងពេញពីបានធ្វើការលោតឡើងដើម្បីសង្កត់ Goblin ឃើញទស្សនភាពនោះទូស្រីពិតជាព្រួយបារម្ភប្រសិនបើ Goblin ធំនេះស្លាប់ទៅលោកឪពុករបស់នាងប្រកាសជាសម្រាប់ចោល Goblin ទុយៗទាំងអស់ប៉ុន្តែពិតជាសំណាងមេ Goblin នៅរស់នោះទេវាបានលើកខ្លួនរបស់ពេញពីឡើងទៀតមកពីបានវេទមន្តរបស់នេម៉ាជួយឲ្យដូច្នោះ Goblin មិនបាត់បង់ជីវិតគេក៏បានអរគុណនេម៉ាច្រើនដែរពេលនោះទើបនាងដឹងថាពេញពីតកកំពុងតែមានផ្ទៃពោះនោះហើយជាមូលហេតុដែលវាភ័យខ្លាចមុនពេលដែលស្លាប់ពេញពីតកបានសូមវល់នេម៉ាមើលថែកូនរបស់វានេម៉ាក៏ដឹងថាមកពី Goblin ជាច្រើនបានបង្ហាញមុខរវងអាហារនៅទីនេះមានការប៉ះពាល់យ៉ាងខ្លាំងធ្វើឲ្យពេញពីតកមិនអាចរកឃើញចំណីដូច្នោះគិតទៅគិតមកពេញពីតកមួយក្បាលនេះក៏ជាជនរងគ្រោះត្បិតតែនេម៉ាមិនចូលចិត្តព្រះនៅពិភពលោកនេះប៉ុន្តែនាងនៅតែបន់ស្រន់សូមអង្វរឲ្យព្រះជួយឲ្យកូនពេញពីនេះចាប់ជាតិទៅបានជីវិតល្អជាងមុនពេលនោះស្រាប់តែឪពុកបានអោបនាងធ្វើឲ្យនាងបានទន់ចិត្តហើយចាប់ដើមយំចាប់តាំងពីពេលនោះមកទូស្រីក៏បដិញ្ញាចិត្តថានាងត្រូវតែខ្លាំងជាងមុនដើម្បីអាចកសាងបានកន្លែងមួយដែលធ្វើឲ្យសត្វទាំងអស់រស់នៅបានពេលនោះស្រាប់តែខ្លួនប្រាណរបស់មេ Goblin បានបញ្ចេញពន្លឺបន្ទាប់មកវាបានមានការផ្លាស់ប្ដូររូបរាងខ្លះជាមនុស្សមិនដឹងជាមានរឿងអ្វីកាត់ឡើងនាងក៏បានសួរនាគភ្លើងក៏បានបកស្រាយថាប្រហែលជាបានឡើង level ហើយក្រោយពេលដែលប្រយុទ្ធជាមួយពីងតកនាគភ្លើងមិនដែលឃើញ Goblin ណាឡើង level នោះទេដូច្នោះថ្ងៃស្អែកគេនឹងមកមើលដល់ផ្ទាល់ពេលនោះឪពុករបស់នេម៉ាបានបិទភ្នែករបស់នាងវិញព្រោះអប៉ែ Goblin ទៅដល់ឡើង level នេះអត់មានពាក្យអីទាំងអស់គាត់ក៏បានចេញបញ្ជាឲ្យកូនចៅយកកៅអៅឲ្យ Goblin ម្នាក់
នេះពាក់ពេលនោះមានកូនពីងពីងមួយបានវាទៅចិត្តនេម៉ាមើលដឹងថាកូនពីងពីងនេះចង់តាមខ្លួនដូច្នោះនេម៉ាក៏បានទទួលចិញ្ចឹមវានាងក៏បានដាក់ឈ្មោះវាថាក្រាធៀលដល់ព្រឹកថ្ងៃស្អែក Goblin ក៏បានជិះបញ្ជាកូនចៅរបស់ខ្លួនចាប់ដើមធ្វើការមេ Goblin ក៏បានយកព្រមដោះលែងមនុស្សទាំងអស់ដែលគេបានចាប់ពេលនោះដែរកងទ័ពម្នាក់បានយកកូនទន្សាយរបស់នេម៉ាមកក្រោយពេលដែលព្យាបាលមុខរបួសហើយឃើញកូនទន្សាយនេះពិតជាគួរឲ្យស្រឡាញ់ដូច្នោះក៏បានសុំលោកឪពុកឲ្យយកទៅផ្ទះចិញ្ចឹមត្បិតតែមុខរបស់លោកឪពុកបញ្ចេញស្នាមញញឹមប៉ុន្តែក៏មិនយកព្រមចំពោះសំណុំពរមួយនេះនោះទេហើយគាត់ក៏បានបកស្រាយថាប្រសិនបើនេម៉ាយកវាទៅចិញ្ចឹមវានឹងរស់នៅដោយពឹងផ្អែកទៅលើនាងដូច្នោះនឹងធ្វើឲ្យជីវិតរបស់ពួកវាមានការផ្លាស់ប្ដូរក្រោយពេលស្ដាប់លោកឪពុកនិយាយហើយនេម៉ាក៏បានយល់ដូច្នោះនាងក៏បានលេងឲ្យវាទៅកន្លែងដែលខ្លួនស័ក្តិសមនឹងរស់នៅត្បិតតែរៀងពិបាកចិត្តប៉ុន្តែមិនអីនោះទេនាងនៅមានសត្វជាច្រើនទៀតហើយនាងក៏បានយកកូនពីងពីងខ្មៅតូចពីក្នុងខ្លួនចេញមកឲ្យលោកឪពុកមើលឲ្យហើយហ្មងឃើញវាលោកឪពុកក៏បានស្រែកយ៉ាងស្នស្លាព្រោះនេះគឺជាបិសាចមួយក្បាលមិនតែប៉ុណ្ណោះវានៅមានពណ៌ខ្មៅទៀតមេ Goblin ក៏បានបកស្រាយឲ្យនេម៉ាយល់ថារវាងសត្វជាមួយបិសាចគឺខុសគ្នាបែបណាសម្រាប់គេបិសាចគឺដូចជាផលិតផលមួយដែលខុសស្តង់ដារឧទាហរណ៍ដូចជា Goblin ក៏ជា version មនុស្សដែលខុសស្តង់ដារដែរដូច្នោះភាគច្រើនបិសាចពិតជាអន់បើចង់ឲ្យវាខ្លាំងដល់យើងដាក់ឈ្មោះឲ្យវាដូច្នោះពីងពីងតកដែលគេបានប្រយុទ្ធជាមួយម្សិលមិញប្រហែលជាក៏មានឈ្មោះដូចគ្នាព្រោះអីវាពិតជាខ្លាំងដូច្នោះនេម៉ាក៏បានយល់ថានៅពិភពលោកនេះឈ្មោះពិតជាសំខាន់ពេលនោះនេម៉ាក៏បានសួរ Goblin ថាគេឈ្មោះអ្វីប៉ុន្តែគេមិនមានឈ្មោះនោះទេហើយគេក៏ពិតជាចំណែងជាមួយកូនពីងពីងតូចម្នេះដែលមាននរណាគេម្នាក់បានដាក់ឈ្មោះឲ្យវាម្នាក់នឹងមានអាគេក្រៅពីទូស្រីរបស់យើងទៀតក្រៅពេលដឹងការពិតហើយលោកឪពុកក៏មិនដឹងថាត្រូវធ្វើបែបណាដែរដូច្នោះក៏បានយកស្របឲ្យនាងចិញ្ចឹមកូនពីងពីងមួយនេះក្រៅពេលដែលជួយឲ្យមនុស្សចេញពីក្នុងល្អាងទូស្រីក៏បានពឹងឲ្យនាងភ្លើងប្រើប្រាស់វេទមន្តដើម្បីការពារល្អាងមួយនេះបានយកសមាជិកក្នុងគ្រួសារវិញអ្នកភូមិទាំងអស់គ្នាពិតជាសប្បាយចិត្តចំណែកក្មេងពីរនាក់នេះក៏ជាកូនរបស់មន្ត្រីដូច្នោះឪពុករបស់នេម៉ាក៏បានបញ្ជូនពួកគេត្រឡប់ទៅវិញដូចគ្នាមុនពេលលាគ្នានេម៉ាបានជូនពរឲ្យពួកគេមានសុវត្ថិភាពបងប្រុសគឺជាមនុស្សរស់រានម្នាក់ប៉ុន្តែប្អូនស្រីរបស់គេវិញគឺជាមនុស្សដែលមិនសូវនិយាយច្រើនប៉ុន្តែលើកនេះនាងអាចហាមាត់និយាយពាក្យលៀងប៉ុន្តែប៉ុណ្ណោះនៅណាត់នេម៉ាជួបគ្នាលើក្រោយទៀតពេលនោះនាគភ្លើងក៏បានបង្ហាញមុខធ្វើឲ្យនេម៉ាពិតជាសប្បាយចិត្តហើយអោបវាយ៉ាងជាប់ឃើញ Goblin នៅចំពោះមុខនាគភ្លើងពិតជាភ័ក្របាលព្រោះ Goblin នេះពិតជាខុសប្លែកទៅនឹង Goblin ដទៃដែលដឹងថា Goblin មួយក្បាលនេះមានទេពកោសល្យដូច្នោះលោកនាគភ្លើងសន្យាថានឹងបង្វឹកឲ្យគេដោយផ្ទាល់ពេលនោះកងទ័ពម្នាក់បានប្រើប្រាស់វេទមន្តរបស់ខ្លួនដើម្បីបង្កើតជាង Golem ដើម្បីឲ្យមេ Goblin បញ្ចេញសមត្ថភាពរបស់ខ្លួនប៉ុន្តែមិនចាំបាច់ដល់កម្រាស់ដៃជើងនោះទេគេគ្រាន់តែអានបល័យយុទ្ធសាស្ត្រប៉ុណ្ណោះធ្វើឲ្យ Goblin នោះបែកខ្ទេចខ្ទីទាំងអស់ប៉ុន្តែប៉ុណ្ណោះ Goblin មួយក្បាលនេះពិតជាខ្លាំងអាចប្រាស់បានវេទមន្តភ្លើងទឹកដីខ្យល់ដឹងថា Goblin មួយនេះអាចជួយសម្រេចក្តីបំណងរបស់ខ្លួនដូច្នោះនាងក៏បានដាក់ឈ្មោះឲ្យវាគឺ Sinki រឿងនេះធ្វើឲ្យលោកឪពុកពិតជាឈឺក្បាលចំណែកនាគភ្លើងនិយាយថានេះគឺជាវិធីដែលនាងប្រើប្រាស់ដើម្បីស្វែងរកអ្នកបម្រើមែនពេលនោះទូស្រីក៏បានសុំទោសនៅពេលដែលដាក់ឈ្មោះឲ្យ Sinki តែមិនបានសួរប៉ុន្តែមិននិយាយច្រើន Goblin ក៏បានអោនចុះស្បត់ថានឹងស្មោះត្រង់ជាមួយទូស្រីជានិច្ចប៉ុន្តែប៉ុណ្ណោះកូនចៅ Goblin ទាំងអស់ក៏ស្ដាប់តាមបញ្ជារបស់នាងដែរភាគទី7ត្បិតតែបញ្ហានៅចំពោះមុខបានដោះស្រាយហើយរួចរាល់ប៉ុន្តែដោយសារតែការបំផ្លាញរបស់មនុស្សអំបូររបស់សត្វដទៃទៀតកាន់តែតូចទៅដូច្នោះនេម៉ាក៏មានផែនការមួយដែលអាចជួយឲ្យមនុស្សជាមួយនឹងអំបូរដទៃទៀតរស់នៅជាមួយគ្នាផែនការរបស់នាងគឺប្រមូលបិសាចមកទឹកដីមួយដុំហើយនឹងបើកការប្រមាញ់ដើម្បីឲ្យមនុស្សជាមួយបិសាចប្រយុទ្ធគ្នាទៅវិញទៅមកនៅទីនោះហើយគ្រួសាររបស់នេម៉ាក៏អាចធ្វើការបើកភោជនីយដ្ឋានឬក៏សង់សណ្ឋាគារនៅជិតៗនោះដើម្បីរកលុយផែនការស្ដាប់ទៅពិតជាទំនងប៉ុន្តែដូចជាខ្វះអ្វីមួយដូច្នោះឪពុករបស់នាងត្រូវការពិនិត្យមើលម្ដងទៀតប៉ុន្តែពេលបច្ចុប្បន្នពួកគេត្រូវតែទៅដល់Disneyland ទីនោះកំពុងតែរងការវិបហាពីបិសាចព្រោះតែ Sinki មានសមត្ថភាពពិតជាខ្ពស់ដូច្នោះឪពុករបស់នេម៉ាចង់នាំ Sinki ទៅជាមួយគ្នា Sinki យកព្រមទៅប៉ុន្តែគេមានសំណុំពរមួយនោះគឺពឹងឲ្យនេម៉ាដាក់ឈ្មោះឲ្យកូនចៅរបស់គេម្នាក់ដើម្បីនៅទីនេះការពារកូន Goblin ផ្សេងៗទៀតព្រោះប្រសិនបើបាននេម៉ាដាក់ឈ្មោះឲ្យពួកវានឹងឆាប់ឡើង level សម្រាប់នេម៉ារឿងនេះពិតជាគួរឲ្យអៀនយ៉ាងខ្លាំងព្រោះនាងចង់ចាប់ទុក Goblin ទាំងអស់គឺជាមិត្តភក្តិប៉ុណ្ណោះមិនមែនជាថ្នាក់លើរបស់ពួកគេនោះទេបន្ទាប់មក Sinki ជាមួយនេម៉ាក៏បានទៅល្អាងរបស់ Goblin Sinki បានហៅ Goblin ស្រីមួយចេញមកដែលមាន level ពិតជាខ្ពស់ប្រសិនជាទៅប្រមាញ់ថែមប្រមាណដងទៀតនាងនឹងខ្លាចទៅជា Hog Goblin គ្រាន់តែគិតដល់រឿង Goblin ស្រីម្នាក់នេះឡើង level នឹងអាចមានសាច់ដុំធំៗក៏ធ្វើឲ្យនេម៉ារៀងស្លេកមុខដែរព្រោះតែមិនចង់ឲ្យរឿងមនុស្សកាត់ឡើងដូច្នោះនេម៉ាសម្រេចចិត្តថានឹងដាក់ឈ្មោះមួយយ៉ាងគួរឲ្យស្រឡាញ់ឈ្មោះដែលនេម៉ាដាក់ឲ្យ Goblin ស្រីមួយក្បាលនេះគឺ Suzuko ពេលនោះក៏មាន Goblin មួយក្បាលទៀតរត់ចេញមកពីក្នុងល្អាងដែលបាស៊ីនគីបោកប្រាយឲ្យនាងក៏ដឹងថាកូន Goblin ម្នាក់នេះក៏ចង់មានឈ្មោះវាបានមើលឃើញមិត្តភក្តិជាច្រើនដូច្នោះ Goblin មួយក្បាលនេះចង់ឲ្យខ្លួនកាន់តែខ្លាំងជាងមុនដើម្បីការពារអ្នកទាំងអស់គ្នាត្បិតតែ Goblin មួយក្បាលនេះរៀងសើចប៉ុន្តែនេម៉ាក៏មិនបោះបង់ចោលដែរនាងបានសួរវាថាប្រសិនជានាងឲ្យវាទៅប្រមាញ់ជោគព្រៃមួយយ៉ាងកាយសាហាវតើវាហ៊ានទៅឬក៏អត់ដោយគ្មានការភ័យខ្លាច Goblin ទួយមួយក្បាលនោះក៏បានយកព្រមដូច្នោះនាងក៏បានប្រទានឈ្មោះឲ្យវាមួយនោះគឺ Toki លើផ្លូវត្រឡប់ទៅវិញ Seki ក៏បានប្រាប់ឲ្យនេម៉ាដឹងថាកាលពីមុនគេក៏មានបងប្រុសម្នាក់ប៉ុន្តែក៏បានពលីជីវិតនៅលើសមរភូមិឃើញដូច្នោះនេម៉ាក៏បាននិយាយលួងគេថាថ្ងៃក្រោយរឿងប្រកាសជាល្អប្រសើរជាងមុន
ពីសម្ដីទាំងអស់នោះរបស់នេម៉ាក៏បានធ្វើឲ្យផ្លូវចិត្តរបស់ស៊ីគីមានការល្អប្រសើរជាងមុនដែរដូច្នោះគេសន្យាថានឹងការពារនាងជារៀងរហូតបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានឡើងរទេះសេះធ្វើដំណើរទៅរាជធានីថ្មីនៅលើរទេះសេះលោកឪពុករបស់នេម៉ាសង្ឃឹមថាស៊ីគីនឹងប្រាប់ផ្លូវដែលបិសាចឧស្សាហ៍បង្ហាញមុខដែលពឹងទៅលើការជួយរបស់ស៊ីគីលោកឪពុករបស់នេម៉ាក៏អាចដឹងខ្លះៗពីបិសាចហើយគាត់ក៏មានអារម្មណ៍ថាដូចជាមាននរណាគេឈរពីក្រៅរឿងទាំងអស់នេះដូច្នោះហើយពេលដែលត្រឡប់ទៅវិញគាត់នឹងស៊ើបអង្កេតឲ្យបានច្បាស់លាស់ហើយបន្តិចទៀតនេះ Ralph នឹងមកដែរដូច្នោះមិនយូរមិនឆាប់ទេនេម៉ានឹងបានជួបបងប្រុសពេលទៅដល់ឆ្លៀតពេលដែលលោកឪពុកកំពុងនិយាយគ្នាជាមួយប្រជារាស្ត្រនៅទីនេះនេម៉ាជាមួយស៊ីគីបានឆ្លៀតទៅសហព័ន្ធអ្នកសងព្រេងនៅទីនេះមានបងស្រីម្នាក់មើលស៊ីនគីមិនចេះឈប់ស្មានថាបងស្រីនោះមើលដឹងថាស៊ីនគីគឺជាបិសាចប៉ុន្តែអត់នោះទេមកពីស៊ីនគីសង្ហាពេកដូច្នោះគាត់ជក់មើលចឹងទៅតោះតែនេម៉ាស្រែកហៅប្រមាណដងទៅបងស្រីម្នាក់នោះភ្ញាក់ខ្លួនវិញគាត់ក៏បានណែនាំខ្លួនឯងឈ្មោះថាបេលេត្រូវជាអ្នកទទួលភ្ញៀវនៅទីនេះហើយនាងក៏បាននាំតួស្រីជាមួយស៊ីគីដើរមើលជុំវិញនេះគឺជាកន្លែងទទួលភ្ញៀវ private គឺវាធម្មតាចឹងនោះទេប៉ុន្តែបានប្រើប្រាស់វេទមន្តកុំឲ្យអ្នកក្រៅលួចស្ដាប់បានព្រោះនៅពេលដំបូងមានអ្នកបានលួចព័ត៌មានរបស់អ្នកដទៃដើម្បីទទួលយករង្វាន់ពេលនោះស្រាប់តែមានបរិសម្នាក់បានឆ្លោះគ្នាយ៉ាងលឺក្រោយខ្នងរបស់តួស្រីក៏ពិតជាខឹងព្រោះការងារសម្រាប់ Goblin ធម្មតាមួយប៉ុណ្ណោះកូនស្រីរបស់គ្រួសារអភិជននៅទីនេះអាចទទួលបានប្រាក់ចំណូលច្រើនជាងមនុស្សធម្មតាឡើងទៅដល់3ដងប៉ុន្តែប៉ុណ្ណោះតាមសម្ដីរបស់គាត់មន្ត្រីនៅទីនេះតែងតែមានការសូកប៉ាន់លុយគ្នាទៅវិញទៅមករហូតតាមការណែនាំរបស់បេលេតួស្រីក៏បានដឹងថាគាត់ឈ្មោះ Hiren មួយក្នុងចំណោមមន្ត្រីរបស់ទីក្រុងត្បិតតែគាត់ពិតជាពូកែប៉ុន្តែឧស្សាហ៍ទាស់សម្ដីគ្នាជាមួយនឹងអភិបាលក្រុងឲ្យតែពេលណាបង Hiran ខឹងដឹងតែមកទីនេះស្ដីបន្ទោសហើយប៉ុន្តែអ្នកទាំងអស់គ្នានៅទីនេះសុទ្ធតែជាប្រជារាស្ត្រក៏ដឹងថាគាត់ចិត្តល្អដូច្នោះមិនដែលប្រាប់តែអភិបាលក្រុងនោះទេឮដូច្នោះនេម៉ាក៏បានបញ្ញារត់ទៅកន្លែងរបស់ Hiran ដើម្បីនិយាយគ្នាប៉ុន្តែមកពីនាងមានរូបរាងកូនក្មេងដូច្នោះ Hiran មិនចង់និយាយជាមួយហើយវិធីនេម៉ាក៏បានណែនាំខ្លួនឯងគឺជាកូនស្រីរបស់គ្រួសារ OSP តោះតែអញ្ចឹងទៅ Hiran ព្រមអង្គុយចុះនិយាយគ្នាត្រឹមត្រូវជាមួយនាង Hiran ណែនាំខ្លួនឯងគឺជាអ្នកកាន់កាប់ឯកសារបញ្ជីរបស់ទីក្រុងត្បិតតែនៅទីក្រុងនេះឧស្សាហ៍រងការវិបហាពីបិសាចប៉ុន្តែព្រះអង្គម្ចាស់តែងតែផ្ញើប្រាក់ជំនួយមកទីនេះរហូតលុយទាំងអស់នោះទុកជួយទៅដល់ប្រជាជនទាំងអស់គ្នាប៉ុន្តែអភិបាលក្រុងនៅទីនេះបានលេបស្ទើរតែទាំងអស់ Hiran បានប្រឹងកងទ័ពនៅរាជវាំងមកជួយប៉ុន្តែមានបញ្ហាមួយចំនួនដូច្នោះពួកគេមិនអាចមកទីនេះបានចុងក្រោយមានតែប្រជារាស្ត្រប៉ុណ្ណោះដែលជាអ្នករងទុក្ខ Hiran នៅដឹងថាអភិបាលក្រុងមានសភៅមួយដែលលាក់ទុកអាកំបាំងឬអាក្រក់ជាច្រើនដែលខ្លួនបានធ្វើឃើញ Hiran មានការបដិញ្ញាចិត្តដូច្នោះតួស្រីនឹងជួយគេឲ្យមានឱកាសជួបជាមួយលោកឪពុកប៉ុន្តែជាដំបូងនាងចង់ស្វែងយល់ពីមូលហេតុដែលកងទ័ពរាជវាំងមិនអាចមកជួយនៅទីក្រុងនេះលើដូច្នោះ Hiran ក៏បានបកស្រាយថាមកពីមានបិសាច Kobo ជាច្រើនបង្ហាញមុខដូច្នោះកងទ័ពរាជវាំងមិនអាចរៀបចំមនុស្សមកទីនេះបានលើដូច្នោះនេម៉ាក៏រៀនសប្បាយចិត្តព្រោះ Kobo ទាំងអស់នេះក៏ស្ថិតក្នុងផែនការរបស់នាងមិនតែប៉ុណ្ណោះនាងក៏ចូលចិត្តឆ្កែមុនពេលដែលនាំបង Hiran ទៅជួបជាមួយលោកឪពុកនេម៉ាក៏បានពឹងឲ្យស៊ីគីធ្វើរឿងមួយនោះគឺចេញបញ្ជាឲ្យស៊ូស៊ូកូក៏ហៅបិសាចនៅជុំវិញនេះបន្ទាប់មកនាងក៏បានសរសេរសម្បត្តិមួយដើម្បីផ្ញើលោកឪពុកក្រោយពេលរៀបចំរួចរាល់ពួកគេនឹងធ្វើដំណើរទៅផ្ទះលោកអភិបាលក្រុងពេលធ្វើដំណើរតាមផ្លូវបេលេក៏បានប្រាប់ថាលោកអភិបាលក្រុងធ្វើការនៅទីនេះ15ឆ្នាំហើយប៉ុន្តែគេទើបតែចាប់ផ្ដើមធ្វើរឿងអាក្រក់នៅក្នុងឆ្នាំនេះប៉ុណ្ណោះពេលដើរទៅដល់មុខផ្ទះលោកអភិបាលក្រុងក៏ឃើញឪពុកនេម៉ាឈរចាំនៅទីនេះក៏ពិតជាខឹងនៅពេលដែលកូនស្រីបាត់មុខយ៉ាងយូរនេះក៏ជាលើកដំបូងដែលគាត់អស់សង្ឃឹមចំពោះតួស្រីបែបនេះព្រោះប្រសិនបើថ្ងៃនេះនេម៉ាមានរឿងអ្វីកើតឡើងអ្នកដែលទទួលទោសកំហុសទាំងអស់គឺជាកងទ័ពដែលការពារនាងក្នុងស្ថានភាពតឹងតែងនោះបងប្រុសរបស់នាងក៏បានមកដល់ឃើញបងប្រុសមកនេម៉ាក៏ចាប់ដើមយំខ្លាំងជាងមុនទៅទៀតស្រាប់តែពេលនោះព្រះរាជបុត្រជាមួយខ្លាទេរបស់ខ្លួនក៏បានបង្ហាញមុខនៅទីនេះដែរការពិតមកពីចង់លេងជាមួយតួស្រីទៅព្រះរាជបុត្របានមកទីនេះជាមួយនឹងបងប្រុសរបស់នាងពេលនោះនេម៉ាក៏ចាប់ដើមណែនាំ Hiran ឲ្យលោកឪពុកស្គាល់បន្ទាប់ពីដឹងរឿងគ្រប់យ៉ាងអ្នកទាំងអស់គ្នាក៏បានធ្វើដំណើរចូលទៅក្នុងដើម្បីនិយាយគ្នាជាមួយអភិបាលក្រុងក្រោយការឆ្លោះគ្នាទៅវិញទៅមកចុងក្រោយអភិបាលក្រុងក៏បានទទួលកំហុសក្រោយពេញមួយថ្ងៃយ៉ាងនឿយហត់ពេលនេះនេម៉ាអាចសម្រាកបានហើយភាគទី8រឿងបោះក្រាតអភិបាលក្រុងនេះក៏មានគុណសម្បត្តិយ៉ាងធំរបស់ Hiran ដូច្នោះឪពុករបស់នេម៉ាចង់អញ្ជើញគេមកធ្វើការជាមួយគាត់ត្បិតតែចង់ធ្វើការឲ្យឪពុករបស់នេម៉ាប៉ុន្តែមានបញ្ហាមួយចំនួន Hiran មិនចង់ត្រឡប់ទៅរាជធានីមនុស្សដែលមានទេពកោសល្យដូចជា Hiran នេម៉ាប្រកាសជាមិនអាចទុកចោលបានទេដូច្នោះនាងក៏បានសួរបងបេលេជាមួយ Hiran ថាចង់មកធ្វើការជាមួយនាងអត់វាក៏ជាកំណត់ល្អមួយព្រោះពេលនេះផែនការរបស់នេម៉ាកំពុងតែខ្វះមនុស្សយ៉ាងខ្លាំងប៉ុន្តែនេម៉ាក៏បានប្រាប់មុនផែនការរបស់នាងពិតជាគ្រោះថ្នាក់យ៉ាងខ្លាំងអាចប៉ះពាល់ទៅដល់អាយុជីវិតរបស់អ្នកចូលរួមទៀតឪពុករបស់នេម៉ានឹងបកស្រាយពីផែនការរបស់នាងបានច្បាស់លាស់ប្រសិនបើអ្នកទាំងគ្នានៅទីនេះស្បត់ថាមិននិយាយរឿងមនុស្សចេញទៅក្រៅពីអ្នកទាំងគ្នាសូម្បីតែព្រះរាជបុត្រក៏បានស្បត់ដែរដូច្នោះឪពុករបស់នេម៉ាក៏បានស្រាយបញ្យល់ពីផែនការរបស់នាងឲ្យអ្នកទាំងគ្នាស្ដាប់ក្រោយពេលស្ដាប់ហើយព្រះរាជបុត្រក៏មានអារម្មណ៍ថាផែនការនេះពិតជាចម្លែកប៉ុន្តែសម្រាប់គាត់វាក៏ជារឿងល្អមួយដូច្នោះព្រះរាជបុត្របានសម្រេចចិត្តថានឹងជួយនេម៉ាសម្រេចបានផែនការរបស់ខ្លួនពេលនោះស៊ីនគីក៏បានត្រឡប់មកវិញឃើញអ្នកការពាររបស់ខ្លួននេម៉ាក៏បានរត់ទៅអោបយ៉ាងលឿនក្នុងនាមជាបងប្រុសម្នាក់ Ralph ពិតជាពិបាកចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញប្អូនស្រីរបស់ខ្លួននៅលេងជាមួយអ្នកផ្សេងដូច្នោះ Ralph ក៏បានចាក់ចេញចំហាយពីឃាតយ៉ាងសាហាវគេពិតជាចំណានដូច្នោះក៏បានសួរប្អូនស្រីថាបរិសម្នាក់នេះគឺជានរណាគេក្រោយពេលដែលបាននេម៉ាបកស្រាយហើយ Ralph ក៏បានដឹងថាបរិសម្នាក់នេះគឺជា Goblin ត្
ត្បិតតែពិតជាខឹងប៉ុន្តែ Ralph ក៏មិនអាចធ្វើអ្វីបានវិលមកកាន់ Shinki វិញតាមផែនការរបស់ Nema គេបានទៅជួប Goblin មួយក្រុមដើម្បីពិភាក្សាពីផែនការរបស់នាងប៉ុន្តែនិយាយស្ដីពួកវាមិនព្រមស្ដាប់ដូច្នោះ Shinki ក៏បានប្រើប្រាស់អំពើហិង្សាហ្មងទៅតោះតែអញ្ចឹងទើប Goblin ទាំងអស់នោះព្រមស្ដាប់តាមសម្ដីរបស់ Shinki និយាយបន្ទាប់មក Nema ចង់ដឹងព័ត៌មានខ្លះទាក់ទងជាមួយបិសាច Kobo តាមមេតបនិយាយទូស្រីក៏បានដឹងថា Kobo មានប្រហែលជា100ក្បាលមេរបស់ពួកវាគឺជាមនុស្សចចកមួយយ៉ាងសាហាវឮថាមានមនុស្សចចកលោកឪពុករបស់ Nema ពិតជាភ្ញាក់ផ្អើលព្រោះគាត់មិនទទួលបានដំណឹងណាអញ្ចឹងនោះទេលោកមេតបក៏អញ្ចឹងដែរប៉ុន្តែក្រៅពេលដែលស៊ើបសួរអ្នកសងព្រេងហើយទើបគាត់ដឹងដំណឹងមួយនេះហាក់បីដូចជាមានមនុស្សចង់រារាំងដំណឹងនេះមិនឲ្យទៅឆ្ងាយដូច្នោះហើយកងទ័ពវិជ្ជវិទ្យាមិនអាចមកជួយទាន់ពេលរឿងដំបូងពួកគេត្រូវតែចាប់អ្នកគ្រប់គ្រងនៅតំបន់នេះចេញមកដើម្បីសួរទោសប៉ុន្តែមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដូច្នោះមិនអាចធ្វើអ្វីបាននោះទេលឺដូច្នោះបងបេលេស្ម័គ្រចិត្តធ្វើជាអ្នកស៊ើបអង្កេតរឿងនេះប៉ុន្តែវាពិតជាគ្រោះថ្នាក់ដូច្នោះឪពុករបស់ Nema មិនអនុញ្ញាតព្រោះតែស្ថានភាពពិតជាអាក្រក់ដូច្នោះទឹកមុខរបស់ Nema ក៏មិនសូវរីកប៉ុន្មានទាល់តែបងប្អូនរបស់នាងបានលើកទឹកចិត្តទើបនាងសប្បាយវិញឪពុករបស់ Nema ក៏បាននិយាយព្រោះមិនដឹងថាសត្រូវរបស់ពួកគេគឺជានរណាដូច្នោះក៏ដាក់ឈ្មោះឲ្យពួកវាគឺ Runoha ដើម្បីថ្ងៃក្រោយប្រសិនបើពួកគេពិភាក្សារឿងនេះមាននរណាគេលួចស្ដាប់ក៏មិនដឹងថា Runoha គឺជាអ្វីថ្ងៃស្អែកលោកឪពុករបស់ Nema នឹងត្រឡប់ទៅកាន់រាជវាំងវិញដូច្នោះក៏សង្ឃឹមថាកងទ័ពនៅទីនេះដើម្បីការពារកូនប្រុសរបស់គាត់បានការពារគ្រួសារ Osfer គឺជាកិត្តិយសមួយយ៉ាងធំដូច្នោះពួកគេប្រកាសជាមិនប៉ះដេសាចនោះទេក្រៅពេលរឿងហើយរួចរាល់ Nema ក៏ចង់ទៅសម្រាកហើយយប់នេះនាងចង់គេងជាមួយខ្លាសប៉ុន្តែ Ralph ពិតជាមិនយកព្រមយូរណាស់ហើយទៅបានជួបប្អូនស្រីដូច្នោះចង់ដេកហើយនិយាយគ្នាលើដូច្នោះ Nema ក៏បាននិយាយថានាងនឹងគេងជាមួយ Shinki លឿនចឹងភ្លាមព្រះរាជបុត្រជាមួយនឹងបងប្រុសរបស់នាងក៏បាននិយាយថាចង់គេងជាមួយ Shinki ដែរដូច្នោះមានតែទុកខ្លាសឲ្យគេងជាមួយ Nema ប៉ុណ្ណោះព្រឹកថ្ងៃស្អែកពួកគេក៏បានធ្វើដំណើរទៅទីក្រុងថ្មីដើម្បីដំណើរការផែនការដែល Nema បានរៀបចេញមកហើយព្រះរាជបុត្របានសម្រេចចិត្តថាដាក់ឈ្មោះឲ្យផែនការលើកនេះគឺផែនការ Sienna ក្នុងភាសាបុរាណ Sienna មានន័យថាខ្លាំងនិងក្លាហានព្រោះព្រះរាជបុត្រមានអារម្មណ៍ថាព្រះបានបញ្ជូន Nema មកកាន់ពិភពលោកនេះដើម្បីជួយអ្នកទាំងអស់គ្នាវិលទៅកាន់គ្រួសារ Osper កាលណាបានស្ដីឲ្យឪពុករបស់ខ្លួននៅពេលដែលទប់ទល់ស្រីនៅទីនោះតែម្នាក់ឯងប៉ុន្តែក្រោយពេលដែលស្ដាប់លោកឪពុកនិយាយអំពីផែនការរបស់ Nema នាងក៏បានយល់ដឹងរឿងជាច្រើនម្ដាយក៏បានរៀបចំគ្រូធ្ពម្នាក់ទៀតដើម្បីទៅជួយ Nema ជាពិសេសវិលមកកាន់ទូស្រីវិញនាងបានធ្វើដំណើរទៅដល់ទីក្រុងថ្មីដោយសង្ឃឹមថានឹងអាចមើលឃើញបិសាច Kobo នៅទីនេះមេតបនៅទីនេះពិតជាចង់ជួបព្រះរាជបុត្រដូច្នោះត្រង់ជាមួយនឹង Ralph ក៏បានទៅជួបមេតបម្នាក់នោះត្បិតតែត្រូវអង្គុយចាំនៅក្នុងរទេះសេះប៉ុន្តែនាងបានប្រើប្រាស់វេទមន្តដើម្បីលួចស្ដាប់ការនិយាយគ្នានោះលោកមេតបនឹងជួល Ralph ជាមួយព្រះរាជបុត្រទៅជួបជាមួយនឹងស្ដេចក្រែងនៅទីនេះព្រោះតែរងការវាយប្រហារពីបិសាច Kobo ធ្វើស្ដេចក្រែងនៅទីនេះពិតជាស្លេកស្លាំងព្រោះតែព្រួយបារម្ភស្ដេចក្រែងក៏បាននិយាយថាកងទ័ពរបស់គាត់មិនអាចដេញទាត់ល្បឿនរបស់ Kobo នោះទេដូច្នោះគាត់ក៏បានពឹងឲ្យខាងសហព័ន្ធអ្នកសងព្រេងហើយសហព័ន្ធអ្នកសងព្រេងក៏បានឲ្យក្រុម Red Helada ចេញដោះស្រាយបញ្ហាមួយនេះឬដូច្នោះព្រះរាជបុត្រក៏ដឹងថាក្រុម Red Helada នេះពិតជាខ្លាំងពូកែសូម្បីតែព្រះរាជបុត្រក៏ស្គាល់ក្រុមនេះធ្វើឲ្យ Nema ពិតជាព្រួយបារម្ភខ្លាចថាពួកគេខ្លាំងពេកនឹងធ្វើឲ្យ Kobo ទាំងអស់គ្នាបាត់បង់ជីវិតបន្ទាប់មកពួកគេក៏បានដើរសង្កេតជុំវិញទីក្រុងអាចនិយាយបានថាទីក្រុងនេះពិតជាខូចខាតយ៉ាងធ្ងន់ព្រះរាជបុត្រស្ទើរតែមិនជឿថានេះគឺជាមួយក្នុងចំណោមទីក្រុងដែលធ្លាប់រីកចម្រើនជាងគេប៉ុន្តែពេលនេះវាបែរជាដោះថ្នាក់នឹងទៅវិញពេលនោះ Nema ក៏ឮសំឡេងឆ្កែមួយកំពុងតែស្រែកយំដូច្នោះនាងក៏បានបញ្ញាប់បញ្ញារត់ទៅភ្លាមការពិតមានក្មេងមួយក្រុមព្រោះតែសោកបិសាច Kobo ពេកដូច្នោះពួកវាកំពុងតែធ្វើបាបកូនឆ្កែមួយមិនដឹងអីត្បិតតែ Nema ខំបកស្រាយប៉ុន្តែមានក្មេងប្រុសម្នាក់ពិតជារឹងក្បាលមិនព្រមស្ដាប់តោះតែពេល Nema និយាយចំចំណុចខ្សោយរបស់វាទៅវាព្រមចាក់ចេញបន្ទាប់មក Ralph ក៏បានប្រើប្រាស់វេទមន្តដើម្បីព្យាបាលឲ្យកូនឆ្កែមួយនេះ Nema ចង់សងកូនឆ្កែនេះឲ្យទៅម្ដាយរបស់វាវិញប៉ុន្តែវាបានចូលក្នុងព្រៃឃើញដូច្នោះ Shinki ក៏បានដឹងថាកូនឆ្កែមួយក្បាលនេះគឺជាកូនរបស់ Kobo ប្រសិនជាអញ្ចឹងមែនយកវាទៅសងឲ្យមេរបស់វាគឺជាបញ្ហាមួយយ៉ាងធំព្រោះបើសិនជាឃើញ Nema ពួកវានឹងគិតថា Nema កំពុងតែចាប់ចម្រិតកូនរបស់ពួកវាប៉ុន្តែ Nema មិនខ្វល់អ្វីទាំងអស់សម្រាប់នាងរឿងដែលសំខាន់ជាងគេគឺបញ្ជូនកូនឆ្កែនេះឲ្យទៅមេរបស់វាវិញព្រោះតែឃើញថា Nema គួរឲ្យស្រឡាញ់ពេកដូច្នោះព្រះរាជបុត្រជាមួយនឹងអ្នកទាំងអស់គ្នាក៏បានយកព្រមជួយនាងភាគទី9ពេលកំពុងដើរសង្កេតមើលតាមផ្លូវ Huron ក៏ចាប់អារម្មណ៍ថាផុតពាក់កណ្ដាលថ្ងៃត្រង់ហើយប៉ុន្តែនៅតែមិនទាន់ឮសំឡេងកណ្ដឹងវាធ្វើឲ្យ Huron មានអារម្មណ៍ថាទីនេះដូចជាកំពុងតែលាក់បាំងឯកបាំងអ្វីមួយដូច្នោះ Huron ក៏សូមបំបីជួរដើម្បីទៅស៊ើបអង្កេតមើលរឿងនេះ Nema ក៏មិនរារាំង Huron ដែរមិនតែប៉ុណ្ណោះនេះនៅប្រើប្រាស់វេទមន្តដើម្បីការពារគេទៀតចំណែក Nema នឹងយកកូនឆ្កែសយមេវាវិញឆ្លៀតឱកាសនោះនាងនឹងចរចាគ្នាជាមួយបិសាច Kobo ដោយបានកូនឆ្កែប្រាប់ផ្លូវពួកគេក៏បានធ្វើដំណើរចូលទៅក្នុងព្រៃព្រោះតែរូបរាងរបស់ Nema តូចពេក Shinki ក៏បានបីនាងដើម្បីធ្វើដំណើរលឿនជាងមុនឃើញដូច្នោះព្រះរាជបុត្រជាមួយបងប្រុសរបស់នាងក៏បានចំណែនស្របពេលនោះអ្នកទាំងអស់គ្នាក៏ឮសំឡេងចម្លែកនៅក្នុងគុម្ពព្រៃស្មានថាបិសាច Kobo បានមកដល់ប៉ុន្តែការពិតវាគ្រាន់តែជាស្លែមួយក្បាលដ៏គួរឲ្យស្រឡាញ់ប៉ុណ្ណោះទើបតែឃើញវា Nema ក៏បានភ្លឺភ្នែកយ៉ាងខ្លាំងនាងពិតជាចង់ប៉ះវាខ្លាំងណាស់ព្រោះមិនដឹងថាមានអារម្មណ៍បែបណាការពិតស្លែមួយក្បាលនឹងមិនមែនចាស់ដល់មកដល់ទីនេះនោះទេគឺវាកំពុងតែស្វែងរកអ្នកឲ្យជួយម្ដាយរបស់វានៅពេលអ្នកទាំងអស់គ្នាទៅដល់ពិតជាប្រាប់នៅពេលឃើញស្លែមួយក្បាលយ៉ាងធំនេះហើយក៏ជាមូលហេតុដែលវាមិនអាចធ្វើចលនាបានស្លែមតែងតែបង្ហាញមុខនៅកន្លែងណាដែលមានសីតុណ្ហភាពកក់ក្ដៅដូច្នោះ
ការបង្ហាញមុខរបស់វានៅតំបន់ត្រជាក់មួយនេះធ្វើឲ្យអ្នកទាំងគ្នាក៏មិនយល់ដែរពេលនេះក្នុងពុះរបស់ស្លាមធំមួយនោះមានកូនជាច្រើនដើម្បីកាត់កូនទាំងអស់នេះចេញបានវាត្រូវតែរកមនុស្សម្នាក់ដើម្បីស្ថិតចូលហើយអ្នកដែលស្លាមធំមួយនេះចង់ចូលជាងគេគឺនេម៉ាព្រះរាជបុត្រក៏បាននិយាយថាពេលដែលបានស្លាមស្ថិតក្នុងខ្លួនយើងទទួលបានអត្ថប្រយោជន៍ដូចជាញ៉ាំមិនខ្លាចធាត់ហើយអត្ថប្រយោជន៍មួយទៀតពិតជាសំខាន់គឺដើរជាមួយលំពែងអីមិនអាចកាប់នាងមុតត្បិតតែស្ដាប់ទៅរៀងខ្លាចប៉ុន្តែនាងក៏បានយល់ព្រមចំពោះសំណុំពរមួយនោះក្រោយពេលដែលនាងដាក់ឈ្មោះវាក៏បានហោះចូលទៅក្នុងមាត់របស់នាងឃើញថាស្លាមកូននៅខាងក្រៅម្នាក់ឯងនេម៉ាក៏បានដាក់ឈ្មោះវាថាហាគូដូច្នោះចាប់តាំងពីពេលនេះតទៅវានឹងតាមនេម៉ាជានិច្ចដោះស្រាយឲ្យរឿងចំពោះមុខអ្នកទាំងគ្នាក៏បានបន្តដំណើរបញ្ជូនកូនឆ្កែទៅរកមេរបស់វាប៉ុន្តែដើរអស់រយៈពេលយូរអ្នកទាំងគ្នាមានអារម្មណ៍ថាទស្សនភាពមួយនេះដូចជាត្រឡប់ទៅត្រឡប់មកប្រមាណដងហើយឃើញដូច្នោះនាងក៏បានទុកស៊ីងគីជាមួយបិសាចដទៃទៀតចាំនៅទីនេះពេលបន្តដំណើរទៅមុខនាងក៏បានជួបដើមឈើមួយយ៉ាងធំគាត់គឺជាអ្នកការពារព្រៃមួយនេះហើយក៏ជាអ្នកដែលបានប្រើប្រាស់វេទមន្តវង្វេងទៅលើអ្នកទាំងអស់គ្នានេម៉ាក៏បានធ្វើការសុំទោសនៅពេលដែលដើរចូលទឹកដីរបស់គាត់តែមិនបានសុំមុននេម៉ាក៏បាននិយាយថាគ្រាន់តែមកទីនេះរកខូបូដើម្បីសងកូនឆ្កែនេះវិញតែប៉ុណ្ណោះដូច្នោះនេម៉ាសង្ឃឹមថាអ្នកការពារព្រៃនឹងប្រាប់ពីកន្លែងដែលខូបូកំពុងរស់នៅប៉ុន្តែអ្នកការពារព្រៃមិនចង់ប្រាប់ឲ្យនេម៉ាដឹងនោះទេព្រោះគាត់ធ្លាប់មើលឃើញមនុស្សជាច្រើនបានសម្លាប់បិសាចខូបូដូច្នោះអ្នកការពារព្រៃនឹងលាក់ខូបូនៅកន្លែងមួយដែលមនុស្សរកមិនឃើញឬដូច្នោះនេម៉ាក៏បាននិយាយថានាងគ្មានកំណត់អាក្រក់ទេនាងគ្រាន់តែចង់សងកូនឆ្កែមួយនេះវិញនិងពិភាក្សាផែនការមួយជាមួយនឹងខូបូទាំងអស់មិនតែប៉ុណ្ណោះជិតមានកូនតោខ្លាំងៗនៅមកទីនេះបើដល់ពេលនោះប្រកាសជាគ្រោះថ្នាក់ទៅដល់ខូបូទាំងអស់គ្នាក្រោយពេលស្ដាប់ហើយអ្នកការពារព្រៃក៏បានជ្រើសរើសជឿនលើនេម៉ាម្ដងប៉ុន្តែប្រសិនជាលោកដឹងថានេម៉ានិយាយកុហកនឹងឲ្យអ្នកទាំងអស់គ្នានៅទីនេះមិនអាចចាក់ចេញបានក្រោយពេលនិយាយចប់អ្នកការពារព្រៃក៏បានបើកផ្លូវមួយឲ្យអ្នកទាំងអស់គ្នាទៅរកខូបូពេលនោះស្រាប់តែនេម៉ានឹកឃើញថាបើប្រមូលបិសាចទាំងអស់ដាក់ចូលក្នុងកន្លែងមួយកង្វះស្បៀងនឹងក្លាយជាបញ្ហាមួយយ៉ាងធំជាមិនខានស្រាប់តែពេលនោះមានកូនសត្វល្អិតមួយយ៉ាងធំបានលបប្រហារពួកគេប៉ុន្តែត្រូវបានចាប់របស់នេម៉ាវាប្រហារយ៉ាងងាយស្រួលឃើញសត្វល្អិតនោះស៊ីនគីក៏បាននិយាយថាវាក៏ជាម្ហូបមួយយ៉ាងឆ្ងាញ់សម្រាប់ឲ្យបិសាចដែរមិនចាំយូរស៊ីនគីក៏ចាប់ដើមធ្វើម្ហូបយ៉ាងឆ្ងាញ់ឲ្យអ្នកទាំងអស់គ្នាមើលក្រោយពេលភ្លក់មើលនេម៉ាក៏បានទទួលស្គាល់ថាសាច់ពិតជាឆ្ងាញ់ដូច្នោះនេម៉ាក៏បានពឹងអ្នកទាំងអស់គ្នាប្រមាញ់សត្វល្អិតជុំវិញនេះដើម្បីធ្វើជាអំណោយជូនមុខជូនទៅដល់បិសាចខូបូធ្វើដំណើរមួយសន្ទុះទៀតពួកគេក៏បានជួបជាមួយបិសាចខូបូប៉ុន្តែច្បាស់ណាស់អ្នកទាំងអស់គ្នានឹងមិនទទួលបានការស្វាគមន៍នៅទីនេះនោះទេឃើញដូច្នោះនេម៉ាក៏បានបកស្រាយថានាងមកទីនេះគឺដើម្បីសងកូនឆ្កែតូចមួយនេះប៉ុណ្ណោះក្រោយការសួរយោបល់គ្នាទៅវិញទៅមកបិសាចខូបូសម្រេចចិត្តថាឲ្យនេម៉ាទៅជួបជាមួយមេភូមិពេលទៅដល់នេម៉ាពិតជាភ្ញាក់ផ្អើលព្រោះនៅទីនេះមានឆ្កែជាច្រើនប្រភេទមិនតែប៉ុណ្ណោះពួកវានៅចេះនិយាយគ្នាឲ្យឆោជើងពីរនេម៉ាទ្រាំមិនបាននោះទេនេះចង់ទៅអោបពួកវាយកហ្មងពេលនោះមេរបស់ខូបូក៏បានបង្ហាញមុខនេម៉ាក៏បានបកស្រាយថានាងគ្មានកំណត់អាក្រក់នោះទេគ្រាន់តែចង់សងកូនឆ្កែមួយនេះវិញតែប៉ុណ្ណោះក្រៅពីនោះនៅចង់ជួនឲ្យពួកគេនៅសត្វល្អិតជាច្រើនធ្វើជាម្ហូបទាំងអស់នេះសុទ្ធតែជាផែនការរបស់នេម៉ាព្រោះនាងជឿជាក់ថាប្រសិនជាពួកគេញ៉ាំឆ្អែតពេលចរចាគ្នានឹងស្រួលនិយាយគ្នាជាងភាគទី10ដូចជាការគិតរបស់នេម៉ាមានសាច់ដ៏ឆ្ងាញ់នេះបានធ្វើឲ្យពួកខូបូទាំងអស់គ្នាមានអារម្មណ៍ថាធូរស្រាលជាងមុនមេរបស់វងបិសាចខូបូឈ្មោះថាស៊ីស៊ីលីពិតជាដឹងគុណរបស់នេម៉ាប៉ុន្តែនាងនៅតែមិនទាន់ចង់មានទំនាក់ទំនងល្អជាមួយមនុស្សព្រោះរវាងមនុស្សជាមួយខូបូកំពុងតែមានសង្គ្រាមដូច្នោះស៊ីស៊ីលីសង្ស័យថានេម៉ាគឺជាជនបង្កប់ឃើញដូច្នោះនេម៉ាក៏បាននិយាយថាមួយរយៈពេលបន្ទាប់នេះនឹងមានក្រុមអ្នកសងព្រេងមកទីនេះដើម្បីកម្ចាត់បិសាចខូបូស៊ីស៊ីលីក៏បានដឹងរឿងនេះមុនដែរព្រោះនាងគឺជាអ្នកទូទាយមើលហោរាសាស្ត្រដូច្នោះដើម្បីជៀសផុតពីចំនួនដែលមិនចាំបាច់នៅពេលខាងមុខនេះនេម៉ាចង់អញ្ជើញស៊ីស៊ីលីជាមួយនឹងបិសាចខូបូទាំងអស់គ្នាចូលរួមផែនការស៊ីអាណារបស់នាងប៉ុន្តែព្រោះតែមិនទាន់មានការជឿជាក់ 100% ដូច្នោះស៊ីស៊ីលីក៏បានបដិសេធនេម៉ាពិតជាចង់នៅនិយាយបន្តខ្លាំងណាស់ប៉ុន្តែពេលវេលាក៏ល្ងាចហើយដែរនាងត្រូវត្រឡប់ទៅវិញនេម៉ានិយាយថាថ្ងៃស្អែកនាងនឹងត្រឡប់មកវិញដើម្បីបញ្ចុះស៊ីស៊ីលីតទៅបានក្រោយពេលនេម៉ាចែកចេញទៅស៊ីស៊ីលីក៏បានមើលហោរាសាស្ត្រហើយដឹងថាអ្នកដែលជួយបិសាចខូបូទាំងអស់គ្នាកំពុងតែនៅក្បែរពួកគេហើយម្នាក់នោះគ្មាននរណាគេក្រៅពីនេម៉ាត្បិតតែដឹងថាវាជាការពិតប៉ុន្តែស៊ីស៊ីលីនៅតែមិនចង់ជឿថ្ងៃស្អែកតួស្រីក៏ទទួលបានសម្បត្តិពីលោកឪពុកនិយាយថាបងស្រីរបស់នាងក៏ជិតមកទីនេះ3នាក់បងប្អូនគេជិតបដុំគ្នាមួយកន្លែងដូច្នោះនេម៉ាមានអារម្មណ៍ថានឹងមានរឿងមិនស្រួលមួយកើតឡើងរីឯព្រះរាជបុត្រវិញក៏ទទួលបានរាជសារពីព្រះអង្គម្ចាស់ប្រសិនជាមាននរណាគេមានសកម្មភាពមិនត្រឹមត្រូវព្រះរាជបុត្រអាចធ្វើការចាប់ខ្លួនភ្លាមមើលទៅរឿងទាំងអស់ដូចជាដំណើរការទៅយ៉ាងរលូនប៉ុន្តែអ្នកទាំងអស់គ្នាក៏ត្រូវតែប្រុងប្រយ័ត្នពេលនោះបងប្រុសរបស់នេម៉ាក៏នឹកឃើញដល់ Hiran ព្រោះពេញមួយថ្ងៃហើយមិនលឺដំណឹងរបស់គេសូម្បីតែបន្តិចពេលប្រើប្រាស់វេទមន្តពិនិត្យមើលអ្នកទាំងអស់គ្នាក៏ដឹងថា Hiran កំពុងតែត្រូវការជំនួយមិនរងចាំយូរអ្នកទាំងអស់គ្នាក៏បានរៀបចំមនុស្សទៅជួយ Hiran ចំណែកនេម៉ាជាមួយអ្នកដទៃទៀតនឹងនាំគ្នាទៅភូមិរបស់ខូបូដើម្បីបញ្ចុះតតែបាននេម៉ានៅតែបន្តនាំមកសាច់ឆ្ងាញ់ឲ្យអ្នកទាំងអស់គ្នាហូបឃើញនេម៉ាធ្វើឲ្យកូនខូបូទាំងអស់គ្នាពិតជាសប្បាយចិត្តស៊ីស៊ីលីពិតជាភ្ញាក់ផ្អើលនៅពេលដែលនេម៉ាពិតជាតស៊ូបែបនេះបន្ទាប់មកនេម៉ាក៏បានឲ្យនាងមើលកូនពីងជាមួយនឹងកូនស្លាមរបស់ខ្លួន
ឃើញពីក្តីស្រឡាញ់របស់នេម៉ាទៅកាន់បិសាចទាំងអស់គ្នាក៏បានធ្វើឲ្យស៊ីស៊ីលីមានការរង្គើចិត្តបន្តិចប៉ុន្តែនាងនៅតែមិនអាចសម្រេចចិត្តប្តេជ្ញាផ្ដាស់បានទេព្រោះលើស្មារបស់នាងគឺមិនមែនមានតែជីវិតរបស់ប្អូនស្រីឬក៏អ្នកផ្ទះគឺជាជីវិតរបស់ខូបូមួយទាំងភូមិរាល់ការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាគឺប៉ះពាល់ទៅដល់អាយុជីវិតរបស់អ្នកដទៃជាច្រើនទៀតនិយាយរឿងនឹងភ្លាមក៏ធ្វើឲ្យស៊ីស៊ីលីចាប់ផ្ដើមពិបាកចិត្តនៅពេលដែលនឹកឃើញដល់ខូបូជាច្រើនបានពាក់លីឃើញដូច្នោះនេម៉ាក៏បានឲ្យនាងខ្ចីកូនស្លាមនៅពេលដែលឲ្យកូនស្លាមនោះធ្វើឲ្យស៊ីស៊ីលីមានអារម្មណ៍ថាធូរស្រាលជាងមុនក្រោយពេលគិតគូរច្បាស់ហើយស៊ីស៊ីលីក៏បានសម្រេចចិត្តថានឹងជឿជាក់ទៅលើនេម៉ាម្ដងទៀតនេម៉ាពិតជាសប្បាយចិត្តដូច្នោះនាងក៏បាននិយាយអំពីផែនការរបស់ខ្លួនយ៉ាងច្បាស់ឲ្យស៊ីស៊ីលីយល់ក្រោយពេលស្ដាប់យល់ហើយស៊ីស៊ីលីនឹងបើកការប្រជុំមួយដើម្បីប្រជុំជាមួយសមាជិកក្នុងភូមិដូច្នោះអាចចាប់ទុកបានថាដំណាក់កាលទី1របស់ផែនការគឺបានសម្រេចក្រោយពេលដែលស៊ីស៊ីលីចាស់ចេញទៅមានឆ្កែចាស់មួយក្បាលក៏បានមកអរគុណទូស្រីដោយរោមរបស់ឆ្កែចាស់នោះពិតជាគួរឲ្យស្រឡាញ់ដូច្នោះនេម៉ាបានសួរអស់ជាច្រើនសំណួរដែលធ្វើឲ្យឆ្កែចាស់ឆ្លើយមិនទាន់ការពិតឆ្កែចាស់នេះគឺជាលោពុករបស់កូនឆ្កែខូបូលើកមុនដែលនេម៉ាបានជួយដូច្នោះក៏ពិតជាដឹងគុណនេម៉ាយ៉ាងខ្លាំងគាត់មកទីនេះគឺដើម្បីឲ្យនេម៉ាដឹងថាខូបូបានចែកចេញជាពីរប្រភេទមួយគឺខូបូសង្គមមួយទៀតគឺខូបូប្រយុទ្ធខូបូប្រយុទ្ធមានកម្លាំងសារពាង្គកាយពិតជារឹងមាំហើយមានសមត្ថភាពទៅប្រមាញ់យ៉ាងអស្ចារ្យចំណែកខូបូសង្គមវិញមានស្នាដៃពិតជាល្អអាចធ្វើការងារជាច្រើនដើម្បីជួយទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃកាលពីមុនខូបូទាំងពីរប្រភេទរស់នៅផ្សេងគ្នាប៉ុន្តែឥឡូវស្ថានភាពលំបាកដូច្នោះខូបូទាំងអស់ក៏បានរស់នៅជុំគ្នាក្រោយពេលស្ដាប់បញ្យលហើយនេម៉ាក៏មានកំណត់មួយនាងបានដោះស្រោមដៃចេញមកដើម្បីអោបលោកឆ្កែរោមរបស់លោកឆ្កែសពិតជាទន់ដូច្នោះនេម៉ាបានអោបយ៉ាងជាប់សូម្បីតែព្រះរាជបុត្រជាមួយនឹងបងប្រុសរបស់នាងក៏បានអង្អែលសាក់មើលហើយទទួលស្គាល់ថារោមពិតជាទន់ពួកគេក៏មានកំណត់ថាសុំរោមពីលោកឆ្កែសខ្លះដើម្បីធ្វើជាកូនតុក្កតាឲ្យនេម៉ាអោបលើដូច្នោះលោកឆ្កែក៏បានខឹងចង់ទៅវាយគ្នាយកមកមួយសន្ទុះក្រោយមកស៊ីស៊ីលីក៏បានអញ្ជើញនេម៉ាចូលរួមការប្រជុំជាមួយនឹងខូបូចាស់ៗនៅក្នុងភូមិពួកគេគ្មានការចំទាស់ចំពោះផែនការរបស់នេម៉ានោះទេប៉ុន្តែពួកគេត្រូវតែដោះស្រាយបញ្ហានៅចំពោះមុខសិនគឺក្រុមអ្នកសងព្រេងដែលមកទីនេះកម្ចាត់ខូបូស្ថានភាពពេលនេះពិតជាបន្ទាន់ទោះជាពួកគេចង់រត់ក៏រត់មិនទាន់ដែរពេលនោះនេម៉ាក៏មានផែនការមួយត្បិតតែវារៀងគ្រោះថ្នាក់ប៉ុន្តែអាចជួយទៅដល់ខូបូទាំងអស់គ្នាស្រាប់តែពេលនោះមានក្មេងស្រីម្នាក់បានចេញមកឲ្យចំទាស់ចំពោះផែនការរបស់នេម៉ាក្មេងស្រីនោះក៏ត្រូវជាប្អូនស្រីរបស់ស៊ីស៊ីលីប៉ុន្តែមិនមែនបងប្អូនបង្កើតនោះទេនៅពេលដែលទៅប្រមាញ់នាងប្រទះឃើញថាក្មេងស្រីនេះត្រូវគេបោះបង់ចោលដូច្នោះក៏បានយកមកចិញ្ចឹមតាមការវិនិច្ឆ័យរបស់ស៊ីស៊ីលីរូបរាងខាងក្រៅរបស់ប្អូនស្រីនាងដូចជាមនុស្សចចកឃើញដូច្នោះនេម៉ាចង់បញ្ចុះបញ្ចូលនាងឲ្យស្ដាប់គ្នាប៉ុន្តែរឿងពិតជាមិនងាយស្រួលនោះទេក្មេងស្រីម្នាក់នេះពិតជារឹងក្បាលក៏មិនអាចបន្ទោសប្អូនស្រីចចកម្នាក់នោះបានដែរព្រោះមនុស្សបានបង្កការឈឺចាប់យ៉ាងខ្លាំងទៅដល់អំបូរដតីប៉ុន្តែនៅពេលដែលត្រូវនេម៉ាយើងប្រើប្រាស់ក្បាច់របស់ណារូតូនិយាយបញ្ចុះបញ្ចូលបន្តិចបន្តួចប្អូនស្រីនោះក៏ចាប់ដើមទន់ចិត្តឃើញដូច្នោះស៊ីស៊ីលីក៏បានចេញបញ្ជាប្អូនស្រីរបស់ខ្លួនតាមការពារនេម៉ាដូច្នោះក្រុមរបស់នេម៉ាក៏បានបូកថែមមកសមាជិកទៀតក្រោយពេលបញ្ចប់ការប្រជុំខូបូទាំងអស់គ្នាក៏បានធ្វើតាមផែនការរបស់នេម៉ាព្រោះតែជាមនុស្សសំខាន់នៅក្នុងផែនការលើកនេះដូច្នោះខូបូនឹងការពារនេម៉ាយ៉ាងល្អបំផុតតាមផែនការរបស់នាងគឺឲ្យបងប្រុសជាមួយព្រះរាជបុត្រហើយនឹងកងទ័ពពីរនាក់ទៀតបន្លំខ្លួនចូលក្នុងក្រុមរបស់សត្រូវចំណែក Heren ក៏កំពុងតែកលាខ្លួនធ្វើជាអ្នកបម្រើនៅទីនេះដូច្នោះបើមានដំណឹងអីពីខាងក្រុមអ្នកសងព្រេងគេនឹងប្រាប់ទៅកាន់នេម៉ាទាំងអស់ប៉ុន្តែពេលកំពុងតែប្រជុំសັບតែលោកមេតូទទួលបានដំណឹងថារវាងអ្នកសងព្រេងជាមួយកងទ័ពមានចំនួនគ្នាដូច្នោះពេលនេះកំពុងតែរបួសខាងក្រៅពេញនឹងភាគទី11កងទ័ពទាំងអស់គ្នាក្រៅពេលដែលត្រូវអ្នកសងព្រេងលបអាហារបានមានរបួសយ៉ាងធ្ងន់ព្រោះតែពួកគេមានអ្នកព្យាបាលតែ3នាក់ប៉ុណ្ណោះដូច្នោះបងប្រុសរបស់នេម៉ាក៏បានចុះមកដើម្បីជួយព្យាបាលឲ្យអ្នកទាំងអស់គ្នាស្នាមរបួសនៅលើខ្លួនកងទ័ពគឺមកពីបិសាចស៊ីសាច់មនុស្សជាមួយនឹងវេទមន្តខ្យល់ក្រៅពេលដែលរ៉ាហ្វព្យាបាលឲ្យអ្នកទាំងអស់គ្នាហើយពួកគេក៏បាននិយាយថាត្រូវបានអ្នកសងព្រេងម្នាក់ដែលចេះប្រើប្រាស់វេទមន្តកោះហៅវាប្រហារមើលទៅអ្នកដែលវាប្រហារកងទ័ពប្រហារជាអ្នកទោសដែលកំពុងតែត្រូវតាមចាប់បានបន្លំខ្លួនធ្វើជាអ្នកសងព្រេងតាមផែនការយប់នោះ Heren ក៏បានមកជួបនេម៉ាដើម្បីរាយការណ៍ពីរឿងដែលខ្លួនដឹងដល់ពេលបច្ចុប្បន្ន Heren មិនទាន់ត្រូវនរណាគេដឹងថាជាជនបង្កប់នោះទេដូច្នោះគេបានចូលយ៉ាងជ្រៅក្នុងវិស័យកងទ័ពរបស់ទីក្រុងនេះកងទ័ពទាំងអស់គ្នាពិតជាធម្មតាប៉ុន្តែមានតែមេទ័ពម្នាក់ប៉ុណ្ណោះដែលគួរឲ្យសង្ស័យតាមការស៊ើបអង្កេត Heren ក៏បានដឹងថាមេទ័ពម្នាក់នោះបានសហការគ្នាជាមួយក្រុមអ្នកសងព្រេងដើម្បីកេងប្រវ័ញ្ចលុយរបស់ប្រជារាស្ត្រប៉ុន្តែ Heren មិនទាន់រកឃើញភស្តុតាងគ្រប់គ្រាន់ដើម្បីចាប់ទោសមេទ័ពម្នាក់នោះស្រាប់តែពេលនោះព្រះរាជបុត្រក៏មានកំណត់មួយត្បិតតែកងទ័ពពូកែខាងប្រយុទ្ធប៉ុន្តែខាងសភៅបញ្ជីពួកគេមិនចេះសូម្បីតែបន្តិចដូច្នោះនៅពេលដែលកំងទិញអាវុធប្រកាសជានៅសល់អាវុធខ្លះហើយមេទ័ពម្នាក់នោះប្រកាសជាលួចយកទៅលក់ដូច្នោះ Heren ក៏អាចតាមដានដើម្បីយកភស្តុតាងមកដាក់ទោសមេទ័ពម្នាក់នោះបន្ទាប់មកព្រះរាជបុត្រក៏បានប្រគល់កូនក្បិតរបស់ខ្លួនឲ្យ Heren នេះក៏ជាវត្ថុទុកសម្គាល់របស់រាជវង្សដូច្នោះរាល់សកម្មភាពដែល Heren ធ្វើនៅបន្ទាប់នេះគឺដើម្បីបម្រើឲ្យរាជវង្សប៉ុន្តែរឿងនេះក៏ធ្វើឲ្យ Heren កាន់តែគ្រោះថ្នាក់ជាងមុនទៀតដូច្នោះនេម៉ាបានបន្ថែមវេទមន្តការពារទៅលើខ្លួនរបស់គេថ្ងៃស្អែកខូបូទាំងអស់គ្នាក៏បានប្រជុំជាលើកចុងក្រោយដើម្បីរៀបចំឲ្យការប្រយុទ្ធផែនការលើកនេះគឺព្រះរាជបុត្រជាអ្នកដឹកនាំមុនពេលចេញច្បាំងគាត់ក៏បាននិយាយពាក្យលើកទឹកចិត្តជាច្រើនឲ្យទៅខូបូទាំងអស់ស្រាប់តែពេលនោះនេម៉ាក៏នឹកឃ
ឃើញថាទ្រង់គឺជាព្រះរាជបុត្រដូច្នោះការពលីប្រជាជនរបស់ខ្លួនដើម្បីការពារទៅលើបិសាចខូបូទាំងអស់នេះពិតជារឿងមួយយ៉ាងពិបាកសម្រាប់ព្រះរាជបុត្រហើយវាចាប់ដើមធ្វើឲ្យនេម៉ាសេទើមិនដឹងថាផ្លូវដែលខ្លួនជ្រើសរើសវាត្រូវឬក៏ខុសនោះទេហាក់បីដូចជាដឹងពីការគិតរបស់នេម៉ាដូច្នោះព្រះរាជបុត្រក៏បាននិយាយថានេះគឺជាការជ្រើសរើសរបស់ទ្រង់ប្រសិនជាផែនការរបស់នេម៉ាដំណើរការទៅល្អប្រទេសមួយទាំងមូលនឹងអាចទទួលបានសន្តិភាពដែលពួកគេកំពុងតែស្វែងរកកំពុងនិយាយគ្នាស្រាប់តែពួកគេទទួលបានដំណឹងពីបងប្រុសរបស់នេម៉ាថាជនល្មើសដែលបានធ្វើឲ្យកងទ័ពមានរបួសត្រូវបានដោះលែងចេញមកយ៉ាងងាយស្រួលក្រោយពេលឮដូច្នោះព្រះរាជបុត្រពិតជាខ្ញាល់យ៉ាងខ្លាំងព្រះរាជបុត្រស្ទើរតែមិនជឿថាមេទ័ពម្នាក់នោះហ៊ានដោះលែងអ្នកទោសទាំងមិនសួរទ្រង់ព្រោះការបង្ហាញមុខរបស់អ្នកទោសទាំងអស់នោះអាចប៉ះពាល់ទៅដល់ផែនការរបស់ពួកគេយ៉ាងខ្លាំងព្រឹកថ្ងៃស្អែកពេលវេលានៃការប្រយុទ្ធក៏បានមកដល់បងប្រុសរបស់នេម៉ានឹងធ្វើជាបង្កប់ខាងមនុស្សរីឯនេម៉ាជាមួយនឹងព្រះរាជបុត្រនឹងនៅខាងខូបូដើម្បីដឹកនាំព្រោះតែមានការព្រួយបារម្ភក្នុងចិត្តដូច្នោះតាំងពីយប់មិញដល់ឥឡូវនេម៉ាមិនទាន់បានគេងនោះទេខូបូចាំមួយក្បាលអង្គុយជំនួសដឹងថានេម៉ាពិតជាមានសម្ពាធដូច្នោះបានឲ្យយោបល់ជាច្រើនដើម្បីឲ្យនាងមានអារម្មណ៍ថាធូរស្រាលជាងមុនពេលនោះប្អូនស្រីរបស់ស៊ីស៊ីលីក៏ស្ដាប់ឮសំឡេងកងទ័ពកំពុងតែឈានដំណើរមកទីនេះពេលនោះស៊ីនគីក៏បានប្រើប្រាស់វេទមន្តរបស់ខ្លួនបង្ការចេញផ្សែងខូបូនឹងប្រើស្រាមសណ្ដាំធ្វើឲ្យមនុស្សស្លាប់ដើម្បីចងជាប់ទៅនឹងដើមឈើព្រោះតែមិនចង់ឲ្យនរណាគេបាត់បង់ជីវិតដូច្នោះពួកគេមានតែធ្វើឲ្យកងទ័ពស្លាប់តែប៉ុណ្ណោះខូបូក៏ចាប់បានអ្នកដែលធ្វើឲ្យកងទ័ពមានរបួសដោយការកោះហៅបិសាចវាក៏មានកំណត់ចង់កោះហៅបិសាចរបស់ខ្លួនជិះមកដើម្បីធ្វើអត្តឃាតព្រះរាជបុត្រប៉ុន្តែសំណាងបានពេញពីរបស់នេម៉ាជួយវាបានប្រើថ្នាំពុតរបស់ខ្លួនធ្វើឲ្យបិសាចជាមួយអ្នកកោះហៅស្លាប់បាត់ដំណាក់កាលទី1របស់ផែនការបានជោគជ័យដូច្នោះព្រះរាជបុត្រក៏បានចេញបញ្ជាបន្តដំណាក់កាលទី2ខូបូបានប្រើប្រាស់អន្ទាក់ដែលខ្លួនបានរៀបចំមនុស្សដើម្បីធ្វើការវាយប្រហារទៅលើកងទ័ពព្រោះតែស្រាន់ស្លាពេកដូច្នោះមានកងទ័ពខ្លះធ្លាក់ចូលអន្ទាក់ដែលនេម៉ាបានរៀបចំខាងក្រោមនោះគឺមានកូនស្លាមហាគូវាចាំស៊ីអស់គ្រឿងសភាវុធរបស់កងទ័ពមើលទៅដូចជាខាងនេម៉ាមានព្រៀបជាងប៉ុន្តែខាងនេះមានក្រុមអ្នកសងព្រេងល្បីឈ្មោះ Red Helada ពួកគេបានជួយកងទ័ពនឹងវាយប្រហារខូបូជាច្រើនក្បាលនេម៉ាពិតជាចង់កោះហៅនាគភ្លើងប៉ុន្តែប្រសិនជាហៅនាគភ្លើងមកនាងខ្លាចថានឹងធ្វើអ្នកទាំងអស់គ្នានៅទីនេះមានរបួសធ្ងន់ខាងនេះសមាជិកក្នុងក្រុមអ្នកសងព្រេង Red Helada ចេះតែមានអារម្មណ៍ថាបិសាចខូបូទាំងអស់នេះប្រយុទ្ធពិតជាមានផែនការល្អហាក់បីដូចជាមាននរណាគេដឹកនាំពីក្រោយហើយក្នុងពេលប្រយុទ្ធមិញនេះមានសមាជិកម្នាក់ក្នុងក្រុម Red Helada ក៏មើលឃើញនេម៉ាដូច្នោះពួកគេគិតថាប្រហែលជានេម៉ាជាអ្នកដឹកនាំឃើញស្ថានភាពមិនស្រួលព្រះរាជបុត្រក៏បានចេញបញ្ជាឲ្យខូបូដែលចេះប្រើប្រាស់វេទមន្តធ្វើផែនការរបស់ខ្លួនពួកគេបានបង្កើតវេទមន្តផ្ទុះមួយយ៉ាងខ្លាំងដែលធ្វើឲ្យកងទ័ពជាមួយនឹងក្រុម Red Helada រៀងភ័យក្រោយពេលគិតគូរខាងមនុស្សក៏បានសម្រេចចិត្តថានឹងដកថយឃើញដូច្នោះបងប្រុសរបស់នេម៉ាក៏បានបង្កើតចេញរង្វង់វេទមន្តមួយដើម្បីឲ្យពួកគេនិយាយគ្នា Ralph បាននិយាយអំពីមនុស្សម្នាក់ដែលបានបញ្ជាបិសាចមកវាយលុកទីនេះដូច្នោះយកល្អពេលនេះអ្នកទាំងអស់គ្នាគួរតែធ្វើការដកថយដើម្បីស្វែងយល់ឲ្យបានច្បាស់លាស់ពីស្ថានភាពសិន Red Helada ក៏បាននិយាយថាពួកគេស្ដាប់ឮសំឡេងក្មេងស្រីម្នាក់ឮដូច្នោះ Ralph ក៏បានបង្វែរដែនទៅនិយាយរឿងផ្សេងភ្លាមក្រោយពេលគិតគូរទៅមកពួកគេក៏សម្រេចចិត្តថានឹងដកថយដូច្នោះពេលនេះឯងនិយាយបានថាផែនការរបស់នេម៉ាគឺបានសម្រេចហើយស្រាប់តែពេលនោះកងទ័ពដែលឈរនៅខាងក្រៅត្រូវវេទមន្តរន្ទះមួយវាយយ៉ាងខ្លាំងចូលខ្លួនដែលធ្វើឲ្យមានរបួសជាច្រើនអ្នកភាគទី12ក្រោយសង្គ្រាមអ្វីដែលយើងទទួលបានមានតែការឈឺចាប់និងការបាត់បង់តែប៉ុណ្ណោះត្បិតតែខាងកងទ័ពមិនមាននរណាគេបាត់បង់ជីវិតប៉ុន្តែខាងខូបូវិញបានពលីអស់ជាច្រើនអ្នកមានអ្នកខ្លះទើបតែនិយាយជាមួយនេម៉ាមុននោះប៉ុន្តែពេលនេះបានលាចាក់លោកបាត់ទាំងអស់នេះគឺជាអ្វីដែលនេម៉ាមិនចង់ឃើញប៉ុន្តែស្ដាយណាស់វាគឺជាការប្រយុទ្ធដូច្នោះការបាត់បង់និងការពលីគឺជារឿងមួយដែលមិនអាចគេចផុតហើយព្រះរាជបុត្រក៏ជាអ្នកចេញបញ្ជាឲ្យស៊ីនគីប្រើប្រាស់វេទមន្តរន្ទះដើម្បីវាយឲ្យកងទ័ពស្លាប់ឆ្លៀតឱកាសនោះខូបូដែលរបួសនឹងបាននាំឡើងរទេះរុញដើម្បីត្រឡប់ទៅវិញត្បិតតែពេលនេះខូបូបានទទួលបានសុវត្ថិភាពប៉ុន្តែការបាត់បង់ពិតជាច្រើនពេកមិនតែប៉ុណ្ណោះនៅមានអ្នករបួសទៀតសូម្បីតែខូបូចាស់ដែលបាននិយាយជាមួយនេម៉ាមុនពេលដែលការប្រយុទ្ធចាប់ដើមក៏បានបាត់បង់ជីវិតត្បិតតែពិតជាខំប្រឹងប៉ុន្តែអ្នកព្យាបាលមិនអាចជួយគាត់បាននោះទេធ្វើឲ្យកូនរបស់គាត់ពិតជាឈឺចាប់យ៉ាងខ្លាំងឃើញដូច្នោះនេម៉ាក៏ចាប់ដើមនិយាយលួងលោមអ្នកទាំងអស់គ្នាប៉ុន្តែសម្ដីរបស់នាងពិតជារឹងមាំបូកថែមទាំងការឈឺចាប់របស់ពួកគេកំពុងតែទទួលយកទៀតដូច្នោះក៏បានធ្វើឲ្យកូនរបស់ខូបូចាស់នោះចាប់ដើមខឹងប៉ុន្តែនេម៉ានៅតែបន្តនិយាយថាលើផ្លូវដែលនាងជ្រើសរើសប្រកាសជាមានការពលីជាច្រើនប៉ុន្តែនាងមិនឲ្យការពលីទាំងអស់នោះវាពលីទៅទាំងអត់ប្រយោជន៍នោះទេព្រាមនោះប្អូនស្រីរបស់ស៊ីស៊ីលីក៏បានបង្ហាញមុខដើម្បីការពារនេម៉ាហើយស៊ីស៊ីលីក៏អញ្ចឹងព្រោះនាងជាអ្នកទូទាយហោរាសាស្ត្រដូច្នោះក៏ជឿថានេម៉ានឹងនាំពួកគេទៅកាន់សុខសន្តិភាពនេម៉ាពិតជាភ្ញាក់ផ្អើលនៅពេលដែលមានខូបូជាច្រើនជឿជាក់ទៅលើនាងដូច្នោះនាងត្រូវតែមានភារកិច្ចការពារអ្នកទាំងអស់គ្នាតទៅបានបច្ចុប្បន្ននេម៉ានឹងបញ្ជូនខូបូទាំងអស់ទៅនៅភ្នំខាងលិចដែលអ្នកដែលបានពលីនឹងបកគលឲ្យអ្នកការពារព្រៃជាអ្នកដោះស្រាយឲ្យដោយការជឿជាក់ទៅលើនេម៉ាដូច្នោះស៊ីស៊ីលីក៏បានបកគលប្អូនស្រីរបស់ខ្លួនឲ្យទៅតាមនាងដូច្នោះនាងក៏បានដាក់ឈ្មោះឲ្យប្អូនស្រីនោះថាពីកាក្រៅពីនោះក៏មានឆ្កែពីរក្បាលទៀតចង់តាមនេម៉ាដូច្នោះនាងក៏បានដាក់ឈ្មោះពួកវាដែរខាងនេះព្រះរាជបុត្រនិយាយថាទទួលបានដំណឹងពីបងប្រុសរបស់នេម៉ាហើយដូច្នោះពួកគេនឹងត្រូវត្រឡប់ទៅវិញសិនដូច្នោះក្រុមខូបូនឹងធ្វើដំណើរទៅភ្នំខាងលិចដោយខ្លួនឯងមុនពេលលាគ្នាពីកាក៏បាននិយាយថាខ្លួននឹងខំវឹកហាត់ឲ្យខ្លាំងជាងមុនដើម្បីការពារនេម៉ាពេលត្រឡប់ទៅវិញពួកគេក៏បានជួបជាមួយ Heran ហើយមិនធ្វើអ្នកទាំងអស់គ្នាអស់សង្ឃឹម Heran បានប្រមូលយកផុសតាងទាំងអស់តែរបាយការណ៍រឿងក្តីមួយនេះពិតជាធំដូច្នោះព្រះរាជបុត្រចង់ពឹងឲ្យព្រះអង្គម្ចាស់ផ្ដល់សិទ្ធិឲ្យស៊ើបអង្កេតរឿងមួយនេះនៅពេលដែលទទួលបានសិទ្ធិពីព្រះអង្គម្ចាស់ហើយព្រះរាជបុត្រនឹងធ្វើ
ការចាប់ខ្លួនភ្លាមពេលនោះបងប្រុសរបស់នេម៉ាមកដល់ដើម្បីហៅអ្នកទាំងអស់គ្នាចូលរួមកម្មវិធីរបស់កងទ័ពពេលនោះមេទ័ពបុករលួយនៅទីនេះក៏បានមកដល់និយាយជាមួយព្រះរាជបុត្រត្បិតតែចង់ដាក់ឲ្យអបៈមួយនេះមកដៃខ្លាំងណាស់ប៉ុន្តែព្រះរាជបុត្រត្រូវតែសម្ដែងរុះរាយព្រោះមនុស្សមួយនេះគឺពោពេញទៅដោយល្បិចកលប្រសិនជាឲ្យគេដឹងថាមានរឿងអ្វីមិនស្រួលប្រកាសជារត់បាត់ជាមិនខាននេម៉ាក៏បានពឹងអាស៊ីនគីតាមដានមេទ័ពម្នាក់នោះរីឯបងប្រុសរបស់នេម៉ានឹងទៅដោះស្រាយរឿងផ្ទាល់ខ្លួនមុនពេលទៅរ៉ាហ្វក៏បានរំលឹកប្អូនស្រីថាទៅតាមព្រះរាជបុត្រឲ្យជាប់ក្រោយពេលអ្នកទាំងគ្នាចាក់ចេញទៅហើយព្រះរាជបុត្រជាមួយនេម៉ាក៏បានទៅជួបក្រុមអ្នកសងព្រេង Red Helada ត្បិតតែពេលនៅលើសមរភូមិពួកគេឆោតទាំងសងខាងផ្សេងគ្នាប៉ុន្តែក្រុម Red Helada ក៏ជាមនុស្សល្អព្រោះតែពួកគេមិនដឹងពីផែនការប៉ុណ្ណោះប្រសិនជាដឹងប្រហែលជាពួកគេក៏ជឿរើសនៅខាងនេម៉ាដែរក្នុងក្រុម Red Helada មានបុរសម្នាក់គឺជាពូជមនុស្សសត្វដូច្នោះនៅពេលដែលឃើញខ្លាទេពគេក៏បានអោនចុះដើម្បីគោរពនៅពេលដែលឃើញតិចរបស់បុរសម្នាក់នោះនេម៉ាពិតជាចង់ចាប់ប៉ុន្តែក្នុងនាមជាកូនស្រីគ្រួសារ Osper នាងត្រូវតែរក្សាទំនៀមទម្លាប់ជាមួយនឹងអេរិយាបថក្រោយពេលនិយាយគ្នាហើយបុរសនោះក៏បានទៅរកអីញ៉ាំលឿនចឹងនេម៉ាក៏ចង់ទៅជាមួយគ្នាប៉ុន្តែមកពីជើងខ្លីពេកដូច្នោះនាងដេញមិនចង់ទាន់គឺដូច្នោះគេក៏បានបីនេម៉ាដាក់លើស្មាយកមកនេម៉ាក៏បានសុំព្រះរាជបុត្រទៅញ៉ាំអីជាមួយនឹងបុរសម្នាក់នេះប៉ុន្តែបានសន្យាជាមួយបងប្រុសរបស់នេម៉ាថាត្រូវតែការពារនាងដូច្នោះព្រះរាជបុត្រជាមួយអ្នកទាំងអស់គ្នាក៏បានទៅជាមួយគ្នាមកទៅពេលនោះនេម៉ាក៏បានជួបជាមួយក្មេងប្រុសដែលបានធ្វើបាបកូនខូបូនលើកមុនក្មេងៗកំពុងធ្វើការលាងចានឲ្យកម្មវិធីលើកនេះពេលដែលបានជួបនេម៉ាជាលើកដំបូងនៅថ្ងៃនោះក្មេងប្រុសនេះក៏ចាប់ដាំលងស្នេហ៍នេម៉ាដូច្នោះគេក៏បានផ្លាស់ប្ដូរចរិតខ្លួនឯងធ្វើឲ្យខ្លួនឯងខ្លាំងជាងមុនដើម្បីការពារអ្នកទាំងអស់គ្នាស្រស់ពេលនោះបងស្រីរបស់នេម៉ាក៏បានមកដល់ទីនេះបន្ទាប់មកពួកគេក៏បានអង្គុយញ៉ាំសាច់អាំងនិយាយអំពីរឿងដែលបានឆ្លងកាត់ជាមួយគ្នាយ៉ាងសប្បាយចិត្តខាងណាក៏ប្រទះឃើញថាប្អូនស្រីរបស់ខ្លួនពិតជាខ្លាំងប៉ុន្តែមិនមានការអួតអាងសូម្បីតែបន្តិចយប់នោះនៅពេលដែលនេម៉ាកំពុងតែគេងស្រាប់តែនាគភ្លើងបានមករកនាងនាគភ្លើងក៏បាននាំនាងហោះទៅមើលកន្លែងជាច្រើននៅលើពិភពលោកនេម៉ាក៏បាននិយាយថានាងពិតជាស្រឡាញ់ពិភពលោកនេះខ្លាំងណាស់ដូច្នោះនាងនឹងជួយវាកាន់តែល្អប្រសើរជាងមុនជាមិនខាន